ជំរាបសួរលោកបណ្ឌិតឈៀងវណ្ណរិទ្ធបាទជំរាបសួរបាទអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍នៅពេលនេះសូមបញ្ជាក់ថាលោកបណ្ឌិតឈៀងវណ្ណរិទ្ធបច្ចុប្បន្នជានាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពហៅកាត់ថា CICP នៅក្នុងអាយុ32ឆ្នាំលោកបណ្ឌិតបានក្លាយជាបញ្ញវន្តវ័យក្មេងហើយមានការទទួលខុសត្រូវមុខតំណែងសំខាន់នៅក្នុងវិទ្យាស្ថានមួយដ៏មានសារៈសំខាន់នៅក្នុងប្រទេសនិងតំបន់តាមរយៈការបង្ហាញមុខជាវាគ្មិននៃកម្មវិធីសិក្ខាសាលានានាលោកបណ្ឌិតឈៀងវណ្ណរិទ្ធត្រូវបានគេស្គាល់ច្រើនតើលោកមានប្រវត្តិពិតនោះយ៉ាងដូចម្តេចទៅបាទខ្ញុំជាកូនកសិករមួយដែលកើតឡើងនៅក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហមគឺខ្ញុំកើតនៅឆ្នាំ1979នៅក្នុងស្រុកស្ទូងខេត្តកំពង់ធំហើយខ្ញុំមានតែម្ដាយទេដែលជាអ្នកថែរក្សាហើយនឹងបីបាច់ក្នុងការអប់រំក៏ដូចជាក្នុងការរស់នៅហើយខ្ញុំបានតស៊ូនឹងរៀនសូត្រចាប់តាំងពីពេលនោះមកហើយបានឱកាសទៅដល់រៀននៅប្រទេសដូចជាប្រទេសវៀតណាមប្រទេសជប៉ុននិងសហរដ្ឋអាមេរិកអ្វីទៅដែលជាវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពនោះបាទវិទ្យាស្ថានខ្មែរហៅថាកាត់ថា CICP ហ្នឹងគឺមានតួនាទីសំខាន់ក្នុងការជំរុញនៅកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ជាពិសេសសង្កត់ធ្ងន់ទៅលើអាស៊ានហើយក្នុងក្របខ័ណ្ឌអង្គការនឹងដែរក៏មានការពិភាក្សាហើយនឹងផ្លាស់ប្ដូរយោបល់គ្នាទាក់ទងនឹងការកសាងសន្តិភាពនៅក្នុងតំបន់ក៏ដូចជានៅលើសកលលោកដែរតែយើងអាចចែករំលែកនៅបទពិសោធន៍ផ្សេងៗពីកម្ពុជាទៅដល់ប្រទេសដទៃហើយនិងពីប្រទេសដទៃមកកម្ពុជាយើងនេះខ្ញុំសូមងាកមកខាងក្រោយបន្តិចគឺផ្ទះលោកស្ថិតនៅចម្ងាយ50គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំមូលហេតុអ្វីបានជាលោកមានមហិច្ឆតានៅក្នុងការសិក្សាហើយទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯក្រៅប្រទេសតើការចាប់ផ្ដើមរបស់លោកយ៉ាងដូចម្តេចបើជីវភាពជាកូនកសិករយ៉ាងដូចនេះបាទយើងមានការលំបាកទាក់ទងនឹងតែជីវភាពរស់នៅម្ហូបអាហារចំណីចំណុកនិងការស្នាក់នៅពេលនោះគឺខ្ញុំខាងមករៀននៅវិទ្យាល័យខេត្តកំពង់ធំគឺនិយាយចំមួយខែគឺមិនដែលស្គាល់ម្ហូបឆ្ងាញ់អីទេគឺភាគច្រើនយើងញ៉ាំតែត្រីងៀតឬក៏ប្រហុកដែលយើងយកមកពីស្រុកហ្នឹងណាហើយអង្គក៏អញ្ចឹងដែរយើងភាគច្រើនយើងយកមកពីស្រុកហើយមករស់នៅក្នុងខេត្តហើយទៅនៅផ្ទះមិត្តភ័ក្តិទៀតបានថាយើងអត់មានលុយជួលផ្ទះគេសុំផ្ទះគេនៅបាទហើយមានពេលខ្លះហ្នឹងផ្ទះហ្នឹងក៏លិចដំបូលលិចអីអញ្ចឹងពេលភ្លៀងពេលអីមកទៅរត់តែទាំងយប់ហ្នឹងក៏មានដែរក៏ប៉ុន្តែយើងតស៊ូអ្នកដែលមកពីស្រុកស្រែចំការជាមួយគ្នាហ្នឹងក៏តស៊ូគ្នារៀនជាក្លឹបរៀនជាអីនៅការនៅរៀននៅវិទ្យាល័យកំពង់ធំនោះដូច្នេះការតស៊ូហ្នឹងវាឆ្លុះបញ្ចាំងពីការសម័យយើងដែរពីព្រោះតាំងតែពីតូចមកពីក្មេងមកខ្ញុំមានការសម័យមួយខ្ញុំនឹងខំប្រឹងរៀនយកបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមណាមួយដើម្បីយកមកជួយបម្រើដល់ប្រទេសជាតិនៅឆ្នាំ1996លោកឈៀងវណ្ណរិទ្ធបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដោយបាននិទេសល្អបង្គួរលំដាប់ទី2ក្នុងចំណោមសិស្សរាប់រយនាក់នៅក្នុងខេត្តកំពង់ធំជីវិតនៅក្នុងថ្នាក់ឧត្តមសិក្សាក៏មិនខុសពីការសិក្សានៅថ្នាក់ក្រោមដែរគឺលោកឈៀងវណ្ណរិទ្ធបានប្រឡងជាប់រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬសាលាតិចណូដោយពេលនោះលោកពុំដែលមានអាហារពេលព្រឹកបរិភោគដូចគេនោះទេដោយពុំមានថវិកាក្នុងការរៀនសូត្រនៅទីក្រុងភ្នំពេញលោកឈៀងវណ្ណរិទ្ធបានស្វះស្វែងរកអាហារូបករណ៍ដោយការនោះបានប្រឡងជាប់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាមហើយបានបោះបង់ចោលសាលាតិចណូដែលទើបតែចូលរៀនបាន 6-7 ខែប៉ុណ្ណោះនៅឯប្រទេសវៀតណាមលោកបានចូលរៀននៅវិទ្យាស្ថានអន្តរជាតិក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសវៀតណាមហើយបញ្ចប់នៅឆ្នាំ2002លុះត្រឡប់មកប្រទេសកម្ពុជាវិញលោកឈៀងវណ្ណរិទ្ធបានចូលបំពេញការងារជាលើកដំបូងជាមួយអង្គការជប៉ុនមួយផ្នែកគ្រប់គ្រងអាវុធធុនតូចតាមរយៈការងារនោះដែលលោកមានឱកាសបន្តការសិក្សាយកថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិតនៅប្រទេសជប៉ុនខ្ញុំមកធ្វើការ2002រហូតដល់2004ជិត2ឆ្នាំហ្នឹងហើយខ្ញុំបានអាហារូបករណ៍មួយទៀតទៅរៀននៅ Master គឺអនុបណ្ឌិតនៅប្រទេសជប៉ុនបាទបន្ទាប់មកជាប់ពីអនុបណ្ឌិតហ្នឹងទៅខ្ញុំក៏មានឱកាសទៅបន្តយកបណ្ឌិតទៀតបាទអញ្ចឹងខ្ញុំចំណាយពេលជិត6ឆ្នាំនៅប្រទេសជប៉ុនហើយក្នុងពេលដែលខ្ញុំរៀនបណ្ឌិតខ្ញុំទៅរៀនផ្នែកភាពជាអ្នកដឹកនាំនៅរដ្ឋ Hawaii ទីក្រុង Honolulu នៃសហរដ្ឋអាមេរិកដែរហើយថ្មីនេះក៏ខ្ញុំបានទៅបន្តការសិក្សានៅទីក្រុង Washington 3 ខែទាក់ទងនឹងការស្រាវជ្រាវនិយាយចំទៅប្រវត្តិនៃការសិក្សារបស់ខ្ញុំអត់ដែលអស់លុយពីផ្ទះទេ
គឺមាន50រូបករណ៍រហូតបាទងាកមកមើលវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព CICP វិញដោយសារលោកមានបទពិសោធន៍និងធ្លាប់ធ្វើការងារស្រាវជ្រាវស្ម័គ្រចិត្តពីតំបន់និងអន្តរជាតិលោកបណ្ឌិតឈៀងវណ្ណរិទ្ធក៏បានធ្វើតេស្តជាប់តំណែងជានាយកប្រតិបត្តិ CICP ទាំងនៅវ័យក្មេងនិងជីវភាពនៅលីវទៀតផងដោយសារតែមានបញ្ហាហិរញ្ញវត្ថុតាក់ទងទៅនឹងឆ្នាំ2008 2009នោះអញ្ចឹងវិទ្យាស្ថានជួបបញ្ហានឹងហិរញ្ញវត្ថុនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើកម្មដំបូងគឺគេឲ្យប្រាក់ខែខ្ញុំជានាយកប្រតិបត្តិក៏ប៉ុន្តែដោយសារតែមានភាពខ្វះខាតហិរញ្ញវត្ថុខ្ញុំសម្រេចអត់យកប្រាក់ខែដើម្បីទុកធនធានដែលយើងមាននឹងដើម្បីបន្តនៅសកម្មភាពរបស់វិទ្យាស្ថានដូច្នេះខ្ញុំត្រូវលះបង់មួយគឺអត់យកប្រាក់ខែហើយខ្ញុំធ្វើជាលក្ខណៈតាមគម្រោងនៅពេលដែលមានគម្រោងធ្វើស្អីមួយប្រជុំអីមួយគេឲ្យប្រាក់ខ្ញុំជាប្រាក់តាមថ្ងៃណាអនររៀមភាពជាអ្នកដឹកនាំយើងត្រូវតែមានការលះបង់ដែរបើយើងគិតថាពីប្រាក់ខែឬក៏ពីប្រយោជន៍ផ្ទាល់ខ្លួនណាពេកយើងអាចឲ្យធ្វើឲ្យវិទ្យាស្ថាននឹងអត់ទៅមុខខ្ញុំក៏បង្ហាត់នៅតាមមហាវិទ្យាល័យផ្សេងជាលក្ខណៈ part time ដើម្បីផ្គត់ផ្គង់នៅជីវភាពរស់នៅអ្វីទៅដែលជាការទទួលខុសត្រូវរបស់លោកបណ្ឌិតនៅឯវិទ្យាស្ថាន CICP នោះបាទការទទួលខុសត្រូវគឺសំខាន់បំផុតគឺយើងដូចជាតំណាងឲ្យប្រទេសកម្ពុជាមួយដែរនៅក្នុងគេហៅថាការទូតផ្លូវ2គឺសង្កត់ធ្ងន់ទៅលើអ្នកស្រាវជ្រាវផ្នែកការបរទេសដូច្នេះក្នុងមួយខែគឺខ្ញុំទៅក្រៅប្រទេសប្រហែល2ទៅ3ដងដើម្បីចូលរួមនៅសន្និសីទក៏ដូចជាសិក្ខាសាលាផ្សេងដែលពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ទៅនឹងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ដូច្នេះជាការទទួលខុសត្រូវមួយខ្ញុំគិតថាវាធំធេងពីព្រោះយើងអត់មានពេលស្រាវជ្រាវគ្រប់គ្រាន់ដើម្បីទៅធ្វើបទកថាដូច្នេះយើងត្រូវតែធ្វើបទបង្ហាញយើងត្រូវតែទៅសេអត្ថបទវិភាគការទទួលខុសត្រូវមួយទៀតគឺខ្ញុំត្រូវរៀបចំសិក្ខាសាលាក៏ដូចជាសន្និសីទផ្សេងនៅក្នុងប្រទេសកម្ពុជាយើងនេះដើម្បីពំនាំនៅសារក៏ដូចជាគោលគំនិតនៃការគិតផ្សេងពីតំបន់មកកម្ពុជាដូច្នេះជាមធ្យមគឺយើងមួយខែយើងរៀបចំនៅសន្និសីទសិក្ខាសាលាម្ដងឬក៏ពីរដងវាទៅតាមឱកាសជាក់ស្ដែងទី3គឺយើងមានការធ្វើនៅថាវគ្គបណ្ដុះបណ្ដាលទៅដល់អ្នកដឹកនាំវ័យក្មេងក្រៅពីហ្នឹងក៏យើងមានការធ្វើការជាវគ្គពង្រឹងសមត្ថភាពដល់សភាយើងបានធ្វើរយៈពេលកន្លងមកគឺជួយសភាកម្ពុជាក្នុងការរៀបចំ IPA ក្រៅពីហ្នឹងទៀតក៏យើងមានការស្រាវជ្រាវនិងបោះពុម្ពលោកបណ្ឌិតតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកមានកិត្តិយសនិងមានការផ្លាស់ប្ដូរពីជីវិតកសិករនៅចម្ងាយ50គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំមកជាអ្នកភ្នំពេញហើយមានមុខនាទីជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវមួយដ៏សំខាន់នោះបាទនិយាយចំគឺយើងត្រូវមានការអំណត់ព្យាយាមហើយនឹងមានទិសដៅនៃជីវិតច្បាស់លាស់ក៏ប៉ុន្តែមួយទៀតដែលសំខាន់នោះគឺយើងត្រូវចេះមានថាទំនាក់ទំនងពីព្រោះការជោគជ័យវាទាមទារឲ្យមានជា network ក៏ប៉ុន្តែខ្ញុំសូមប្រែផ្ដាំថាយើងគួរចងចាំពាក្យបុរាណខ្មែរថាងើយស្កកអោនដាក់គ្រាប់គឺបានន័យថាសូម្បីយើងជោគជ័យប៉ុណ្ណាក៏ដោយយើងត្រូវចេះអោនយើងទូនាទីប៉ុណ្ណាក៏ដោយក៏យើងត្រូវចេះអោនដែរពីព្រោះការអោនលំទោននឹងហើយជាលក្ខណៈមួយដែលជាចរិតនៃអ្នកដឹកនាំមួយដែលខ្ញុំទទួលស្គាល់ថាយូរអង្វែងហើយគេនឹងគោរពទទួលស្គាល់ជាចុងក្រោយនេះលោកមានអ្វីដែលជាសារសម្រាប់យុវជនយើងជំនាន់ក្រោយទេបាទសាររបស់ខ្ញុំដល់យុវជនយុវនារីជំនាន់ក្រោយគឺថាកុំអស់សង្ឃឹមក្នុងជីវិតទោះបីជាយើងក្នុងកលៈទេសៈណាក៏ដោយយើងត្រូវមានសង្ឃឹមនៅក្នុងជីវិតជានិច្ចហើយយើងត្រូវមានការសម័យបូកជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងនឹងចាប់យកនៅឱកាសទាំងឡាយដែលនៅជុំវិញខ្លួនរបស់យើងឲ្យបានល្អជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកបណ្ឌិតឈៀងវណ្ណរិទ្ធដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ AFE តាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកថាលោកបណ្ឌិតឈៀងវណ្ណរិទ្ធគឺជានាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពសូមអរគុណបាទសូមជម្រាបសួរលោករាជសម្បត្តិបាទសូមជម្រាបសួរបាទសូមអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍នៅពេលនេះបាទសូមបញ្ជាក់ថាលោករាជសម្បត្តិបច្ចុប្បន្នគឺជាប្រធានផ្នែកកិច្ចការសាធារណៈរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថាសាលាក្តីខ្មែរក្រហមទម្រាំតែលោកឈានមកដល់
ទទួលកិច្ចការនៅក្នុងសាលាក្តីខ្មែរក្រហមនៅពេលនេះឃើញថាលោកបានឆ្លងកាត់វគ្គសារព័ត៌មានបទពិសោធន៍សារព័ត៌មានជាច្រើនទម្រាំតែមាននៅថ្ងៃនេះមុននឹងឈានចូលទៅដល់ភាពជោគជ័យទាំងអស់នេះខ្ញុំបាទសូមជម្រាបសួរអំពីប្រវត្តិសង្ខេបរបស់លោកតាយ៉ាងដូចម្ដេចដែរបាទខ្ញុំឈ្មោះរាជសម្បត្តិហើយខ្ញុំជាកូនអ្នកស្រុកជនបទម្នាក់ដែលកើតនៅក្នុងថ្ងៃទី17ខែកក្កដាឆ្នាំ1965ពេលដែលខ្មែរក្រហមចាប់ផ្ដើមបង្កើតចលនាបដិវត្តន៍នៅភូមិភាគបូព៌ាហ្នឹងគឺខ្មែរក្រហមពេលនោះបានដុតផ្ទះខ្ញុំបាទនៅក្នុងភូមិដូនសឃុំដូនសស្រុកស្វាយជ្រុំខេត្តស្វាយរៀងហ្នឹងគឺដុតឆេះទាំងអស់ហើយនៅពេលនោះឪពុករបស់ខ្ញុំគាត់មានការងារជាមេស្រុកគាត់បានរត់ភៀសខ្លួនមកនៅទីក្រុងស្វាយរៀងហើយរូបខ្ញុំបាទនឹងក្រុមគ្រួសារហ្នឹងកាលនោះយើងមានអាយុត្រឹម5ឆ្នាំខ្ញុំបាទហ្នឹងគឺមកមួយគ្រួសាររត់មកនៅស្វាយរៀងទាំងអស់គ្នាហើយក្រោយមកទៀតនៅពេលដែលថ្ងៃ17មេសាបានចូលមកដល់ឆ្នាំ75ហ្នឹងគឺទីក្រុងស្វាយរៀងក៏ដូចជាទីក្រុងដទៃក្នុងប្រទេសកម្ពុជាយើងដែរគឺគេបានជំលៀសប្រជាជនឲ្យក្នុងពេលនោះគឺពុកខ្ញុំគាត់មិនបាននឹកឃើញថាមានការកាប់ស្លាប់អីអញ្ចឹងក៏នាំប្រពន្ធកូនវិលទៅស្រុកកំណើតវិញយើងធ្វើដំណើរតាមផ្លូវលំដីមួយទៅរកភូមិហ្នឹងមិនទាន់ដល់ភូមិផងពេលនោះមានកងទ័ពខ្មែរក្រហមមួយក្រុមហ្នឹងគាត់ស្គាល់ឪពុកខ្ញុំគេចាប់គាត់នៅថ្ងៃ17មេសាហ្នឹងហ្មងគឺថាយើងលែងឃើញមុខគាត់រហូតហើយឮគេប្រាប់ថាឲ្យទៅរៀនសូត្រហ្នឹងយើងរងចាំដល់ថ្ងៃហ្នឹងអត់ឃើញគាត់មកវិញទេដល់ចេញពីអពតមកគឺខ្ញុំរំសួលចិត្តមែនទេនៅដល់កន្លែងហ្នឹងគឺវាបាត់បង់ក្រុមគ្រួសារអស់ហើយម្ដាយខ្ញុំក៏ស្លាប់ហើយប្អូនខ្ញុំគាត់ស្លាប់ទៀតចឹងនៅសល់បងប្រុសម្នាក់នឹងយើងរកគ្នានាំឃើញហើយយើងក៏ធ្វើដំណើរមកស្រុកភូមិយើងវិញរួចមកនៅទីក្រុងភ្នំពេញសូមរំលឹកមកក្រោយបន្តិចតើលោកមានអនុស្សាវរីយ៍ណាមួយដែលមិនអាចបំភ្លេចបាននៅក្នុងសម័យខ្មែរក្រហមនឹងទេបាទខ្ញុំចាំពេលមួយហ្នឹងនៅក្នុងឃុំមិនជ័យស្រុករំដួលខេត្តស្វាយរៀងហ្នឹងនៅពេលហ្នឹងអាយុ11ឆ្នាំគេឲ្យយកកបីមកវងយកទៅមើលនៅវត្តទូលប្រស្រីនៅក្នុងឃុំជាមួយគ្នាតែវត្តហ្នឹងអត់មាននឿនៅទេហើយគេឲ្យកុមារតែ2នាក់គឺខ្ញុំនិងកុមារម្នាក់ទៀតគ្រូដែលកាន់កងកុមារនឹងគាត់ដល់យប់បានប្រាប់បានឲ្យម៉ោង5ហើយអញ្ចឹងយើងធ្វើតាមជាអង្គការគេហ្នឹងគេថាអង្គការឲ្យទៅអញ្ចឹងយើងខ្ញុំដឹកកបីមកវងទៅពេលដែលជិះកបីទៅឆ្លងកាត់បន្លាយជ្រៅមួយដែលគេទឹកជីកថ្មីពេលទៅកបីហ្នឹងវាចុះទឹកវាមុជទៅដល់បាតបន្លាយហ្នឹងអញ្ចឹងលិចទាំងអស់ខោអាវដែលខ្ញុំដាក់នៅក្នុងជាកុមារហ្នឹងហើយនឹងខ្លួនខ្ញុំទៅមូលត្រូវទៅទឹកហើយដល់យើងចេះធ្វើដំណើរទៅដល់វត្តហ្នឹងគឺយប់អត់មានភ្លើងមានអីភ្លៀងរហូតអញ្ចឹងពេលនោះខ្ញុំនឹកឃើញថាជាខ្ញុំត្រូវស្លាប់នៅទីហ្នឹងប៉ុន្តែនេះខ្ញុំដូចជឿទៅលើវាសនាមនុស្សគេឲ្យយើងទៅស្លាប់យើងបែរជាមិនស្លាប់គឺយើងរស់ស្រួលជាងអ្នកនៅក្នុងភូមិទៅវិញដោយសារអីកបីមកវងហ្នឹងវាអាសាលូតកូនអញ្ចឹងនៅពេលដែលកូនវាលូតគឺយើងបានសាច់កបីអាលូតហ្នឹងពិសេសហើយនៅក្នុងស្រុកភូមិគេអត់ដឹងពីព្រោះយើងមានតែ2នាក់ដូចមនុស្សព្រៃអញ្ចឹងដោយឡែកក្រោយ79ហ្នឹងគឺយើងបានសេចក្តីសុខហើយមិនដែលខ្ញុំដែលភ្លេចរឿងខឹងខ្មែរក្រហមនឹងហ្មងកាលណាយើងនឹកដល់ឪពុកម្ដាយយើងស្អប់របបនឹងហ្មងដែលធ្វើឲ្យក្រុមគ្រួសារយើងអាលាយអស់ទាំងស្រុងហ្មងហើយពេលហ្នឹងរត់កង់ឌុប3ឆ្នាំពីឆ្នាំ1981ដល់ឆ្នាំ84ហ្នឹងមុនខ្ញុំចេញបង្រៀនអង់គ្លេសហ្នឹងពេលដែលយើងអត់បានម៉ួយពេលនោះយើងនឹកឃើញគ្រប់សពអស់ណាពេលនីពិបាកមិនហ្នឹងរបបខ្មែរក្រហមបានកាត់ផ្ដាច់ការសិក្សាទាំងស្រុងរបស់ពលរដ្ឋខ្មែររួមទាំងលោកផងដែរលោកបានចាប់ផ្ដើមការសិក្សាឡើងវិញហ្នឹងក្រោយថ្ងៃរំដោះហ្នឹងតើនៅឆ្នាំណាបាទខ្ញុំចាប់ផ្ដើមសិក្សាឡើងវិញនៅឆ្នាំ1981ពេលហ្នឹងគេបើកបវេសនកាលថ្មីហើយសាលាក៏ថ្មីដែរគឺសាលាវត្តភ្នំថ្នាក់ទី5ហើយពេលហ្នឹងដែលជីវិតជាការតស៊ូមែនទេពីព្រោះយើងរស់នៅជាមួយបងចដូនមួយហងមិត្តភ័ក្តិនៅវត្តហើយគេឲ្យធ្វើអីក៏ធ្វើលីអំបិលកាប់ដីតភ្លើងតអីរួមចេះទាំងអស់កិច្ចការហ្នឹង
ហើយពេលដែលប្រឡងចប់ទៅឆ្នាំ1988ហ្នឹងខ្ញុំទទួលអាហារូបករណ៍ប្រទេសឥណ្ឌាដែលប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាយើងកាលពេលនោះហើយខ្ញុំត្រូវបានខាងឧត្តមសិក្សាហ្នឹងគឺឯកឧត្តមពេជ្រសុភ័ណ្ឌដែលគាត់សួរខ្ញុំថាបងអូនឯងចេះអង់គ្លេសអញ្ចឹងចង់ទៅប្រទេសសេរីអត់ខ្ញុំភើបមែនតើពេលនោះខ្ញុំក៏ទៅឥណ្ឌានៅក្នុងខែ10ឆ្នាំ1988ហើយបានត្រឡប់មកវិញនៅឆ្នាំ1992ណាតែទៅនោះគឺខ្ញុំរៀនកសិកម្មហើយមុខជាហ្នឹងខ្ញុំមិនសូវជាចូលចិត្តប៉ុន្មានអញ្ចឹងដោយសារស្រុកឥណ្ឌាគេប្រទេសសេរីហើយយើងមានឱកាសមើលព័ត៌មានស្ដាប់រ៉ាឌីយ៉ូអីគ្រប់បែបយ៉ាងណាក្នុងគឺជាពេលវេលាដែលខ្ញុំទទួលបានវិជ្ជានឹងដោយយើងមិនរៀនឆ្លងកាត់សាលាប៉ុន្តែយើងរៀននៅក្រៅសាលាអញ្ចឹងពេលដែលខ្ញុំត្រឡប់មកវិញថ្ងៃទី10ខែ8ឆ្នាំ1992ខ្ញុំបានចូលធ្វើការនៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP ពេលនោះគឺខ្ញុំចាប់ដើមខ្លួនខ្លាយជាអ្នកកសែតរហូតមកបានតែមួយអាទិត្យចូលហើយខ្ញុំយល់ថាសុបិនខ្លាយជាការពិតណាអញ្ចឹងកិច្ចការវាចេះជោគជ័យរហូតនោះណាគឺយើងចាប់ដើមទៅរៀនកសែតដំបូងនៅជូឡាឡង់ខនរួចហើយយើងទៅរៀននៅកាលីហ្វ័រញ៉ា6ខែចិត្តអាហារូបករណ៍ទាំងអស់រួចហើយបានទៅ Columbia University នៅ New York ហ្នឹងគឺជាសាលាកសែតដែលល្បីជាងគេមកពិភពលោកហ្នឹងយើងរៀននៅនោះខ្ញុំបានថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងក៏ជួយឧបត្ថម្ភយើងខ្លះទៅយើងបានទៅរៀនចឹងកន្លែងហ្នឹងអត់ភ្លេចគុណគេទេទៅដល់ទីណាក៏ដោយខ្ញុំមិនភ្លេចគុណអ្នកទាំងអស់ហ្នឹងកាលណានិយាយចេះចង់កុំសួលទឹកភ្នែកព្រោះយើងឃើញអាគុណរបស់មនុស្សលោកទាំងអស់ដែលជួយយើងហ្នឹងធំមែនតើតាំងពីអ្នកនៅភូមិស្រុកក៏ដោយបើតាមខ្ញុំបាទដឹងឃើញថានៅក្នុងផ្ទះរបស់លោកដូចជាមានការតាំងកង់កញ្ចាស់មួយតើកង់នោះតំណាងអ្វីដែរបាទកង់នោះគឺជាអត្តសញ្ញាណនៃជីវិតរបស់ខ្ញុំពីព្រោះកង់នោះបានធ្វើឲ្យខ្ញុំមានប្រាក់សម្រាប់រៀនសូត្រក្រោយពេលដួលរលំនៃរបបខ្មែរក្រហមខ្ញុំតាមស្វែងរកកង់នោះយូរមែនទែនប៉ុន្តែ8ឆ្នាំក្រោយមកបានខ្ញុំរកឃើញហើយយើងបានទិញកង់ថ្មីឲ្យអ្នកដែលជាម្ចាស់កង់ឌុបរបស់ខ្ញុំហ្នឹងហើយយើងបានយកកង់ហ្នឹងមកដាក់នៅលើផ្ទះពេលដែលខ្ញុំមើលវាឃើញខ្ញុំនឹកឃើញពីឫសគល់របស់ខ្ញុំថាខ្ញុំចេញមកពីណាឆ្លងកាត់បទពិសោធន៍ការងារក៏ដូចជាការសិក្សាទាំងអស់នេះតើលោកមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកបានទទួលភាពជោគជ័យនៅពេលនេះបាទកត្តាសំខាន់ដែលធ្វើឲ្យខ្លួនខ្ញុំបានជោគជ័យមកដល់ពេលនេះគឺមានការគ្រប់គ្រងពីមហាជនទូទៅនិយាយរួមទៅគឺអ្នកដែលនៅជុំវិញខ្លួនយើងនឹងក្នុងនោះមានរួមតាំងពីព្រាហ្មណ៍ច្បងទាំងអស់មិត្តរួមអាជីពទាំងនៅក្នុងប្រទេសកម្ពុជាយើងឬក៏អ្នកសារព័ត៌មានអន្តរជាតិដែលគេប្រចាំនៅប្រទេសគេហ្នឹងហើយមានតាំងពីសិស្សខ្ញុំនិងគ្រូខ្ញុំក៏គាត់គ្រប់គ្រងជាពិសេសហ្នឹងគឺក្រុមគ្រួសារបើយើងមិនមានការគ្រប់គ្រងពីគាត់ទេជោគជ័យក៏យើងពិបាកដែរយើងមិនងាយយកបានទេហើយកិច្ចការមួយទៀតហ្នឹងគឺយើងកុំភ្លេចកំណើតរបស់ខ្លួនឯងឬក៏មិនល្មិលគុណណាចំពោះបទពិសោធន៍ខាងសារព័ត៌មានអាចចាត់ទុកថាគឺជាមូលដ្ឋានគ្រឹះមួយដែលជួយឲ្យលោកឈានមកដល់ទទួលនៅតួនាទីដ៏ធំមួយគឺប្រធានផ្នែកកិច្ចការសាធារណៈនៅក្នុងសាលាក្តីខ្មែរក្រហមលោកអាចចាត់ទុកថាបទពិសោធន៍ព័ត៌មានរបស់លោកនឹងជួយជំរុញឲ្យលោកឈានមកដល់តំណែងនេះទេបាទជាការពិតហើយបើខ្ញុំអត់មានជំនាញផ្នែកហ្នឹងទេគឺពិតជាខ្ញុំមិនមានឱកាសមកធ្វើនៅនឹងទេអញ្ចឹងវិស័យវិជ្ជាជីវៈសារព័ត៌មាននេះគឺជាអាជីពមួយដែលរូបខ្ញុំបានទទួលក្រោមការឧបត្ថម្ភរបស់មនុស្សលោកទូទៅហ្នឹងហើយដែលខ្ញុំមិនដែលនឹកស្មានដល់ណាអញ្ចឹងចំណេះវិជ្ជាហ្នឹងគឺខ្ញុំកំពុងយកមកប្រើនៅក្នុងកិច្ចការដែលខ្ញុំធ្វើពីព្រោះកិច្ចការយើងនេះគឺថាផ្ដល់ព័ត៌មានទៅកាន់សាធារណជនហើយនឹងដល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មានតើអ្វីដែលជាបទពិសោធន៍ដែលលោកគួរតែចែករំលែកទៅដល់បងប្អូនជំនាន់ក្រោយជាពិសេសអ្នកដែលសិក្សាខាងវិស័យសារព័ត៌មានហើយបច្ចុប្បន្ននេះពួកគេកំពុងតែស្វែងរកភាពជោគជ័យដោយលោកនោះបាទ
សូមជម្រាបកិច្ចការដែលសំខាន់ហ្នឹងគឺចំណេះវិជ្ជាហ្នឹងហើយគឺដូចលោកលេនីនគាត់បាននិយាយថារៀនហើយរៀនទៀតរៀនចេះចប់រៀនដល់ល្ងាប់គឺការដែលយើងរៀនហ្នឹងគឺរៀនងាយចប់ទេអញ្ចឹងត្រូវរៀនរហូតហើយយើងស្វែងយល់ព្យាយាមស្វែងយល់កិច្ចការមួយទៀតយើងដឹងថាខ្លួនយើងជាអ្នកកសែតហើយយើងសរសេរព័ត៌មានឲ្យគេអានប៉ុន្តែកុំភ្លេចយើងត្រូវអានរបស់គេដែរបាទជាថ្មីម្ដងទៀតសូមអរគុណលោករាជសម្បត្តិដែលបានអនុញ្ញាតឲ្យខ្ញុំបាទជាអ្នកយកព័ត៌មានឲ្យវិទ្យុបារាំងអន្តរជាតិ RFE តាមរយៈកម្មវិធីជីវិតជោគជ័យបានជួបសម្ភាសបាទសូមអរគុណបាទខ្ញុំសូមអរគុណច្រើនជំរាបសួរលោកលូម៉េងបាទជំរាបសួរលោកបាទក្រៅពីមានតួនាទីជាប្រធានសមាគមសន្តាគារកម្ពុជាលោកលូម៉េងគឺជាពាណិជ្ជករមួយរូបដែលចាប់ផ្ដើមពីអាជីពជាចុងភៅហើយឈានទៅបើកហាងល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជាភោជនីយដ្ឋានម៉ាលីតូប៉ានិងហាងជប៉ុនកានជីជាដើមបាទនឹងការសំខាន់យើងការសប្បាយចិត្តដែលបានយើងបានមកចំហៀងទៅមុខណាហើយតទៅទៀតមុនយើងធ្លាប់ធ្វើការដែលបរទេសអ្នកជួយយើងធ្វើការយើងស៊ីពាក់ខែគេហើយថ្ងៃហ្នឹងយើងចាប់ដើមមានបរទេសធ្វើការឲ្យយើងហើយអញ្ចឹងទៅព្រោះតែសារចំណេះដឹងផគេខុសៗគ្នាយើងត្រូវការទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាអ្នកដែលវិនិយោគនៅស្រុកខ្មែរទូទៅក៏ដូចគ្នាអញ្ចឹងដែរជាប្រជាពលរដ្ឋខ្មែរកាត់ចិនលោកលូម៉េងដែលនិយាយភាសាខ្មែរមិនសូវច្បាស់ផងនោះបានចាប់កំណើតនៅទីក្រុងភ្នំពេញកាលពីដើមទសវត្សរ៍ឆ្នាំ70តើប្រវត្តិពិតរបស់លោកយ៉ាងដូចម្តេចដែរបាទខ្ញុំអាយុ38ហើយឪពុកម្ដាយខ្ញុំក៏កូនចៅចិនដែលកាត់នៅពេញជាតាដែលមកពីគួនជោមកពីស្រុកចិនដែលនៅនេះតាំងឆ្នាំ1942នោះហើយតែពេល75យើងបែកពីឪពុកទៅហើយបងប្អូនខ្លះទៅថៃទៅខ្លះទៅស្រុកក្រៅហើយពួកខ្ញុំនៅនេះហើយអញ្ចឹងទៅក៏យើងមានហ៊ានសូត្រតាមអ្វីដែលយើងលទ្ធភាពយើងមានអញ្ចឹងណាជីវិតក្រោយថ្ងៃរំដោះឆ្នាំ1979ក្រុមគ្រួសារលោកលូម៉េងក៏ដូចជាពលរដ្ឋខ្មែរដទៃដែរគឺមានខ្លះស្លាប់នៅជំនាន់ប៉ុលពតខ្លះបន្តរស់នៅទីក្រុងភ្នំពេញហើយខ្លះទៀតបានចាកចេញទៅរស់នៅឯបរទេសដោយឡែកលោកលូម៉េងបានសិក្សានៅសាលាខ្មែរត្រឹមថ្នាក់ទី7ប៉ុណ្ណោះក៏ប៉ុន្តែបានរៀនចប់នៅសាលាចិននៅទីក្រុងភ្នំពេញអ្វីដែលខុសប្លែកពីកូនសិស្សដទៃទៀតនោះគឺមុនទៅសាលារៀនលោកត្រូវជួយរៀបចំនិងលក់គុយទាវឲ្យពុកម្ដាយសិនម៉ាក់លក់គុយទាវពេលត្រជាក់កាហ្វេបបាក់ហូតែចាំ3ពេលហើយទុកឲ្យពួកយើងទៅរៀនហើយហ្នឹងខ្ញុំដឹងថាបបាក់ពេលហ្នឹងទេហើយតទៅទៀតយើងចាខំហ៊ានទៅមុខដែរហើយពេលព្រឹកយើងទៅជួយម៉ោង6ដល់ម៉ោង8ម៉ោង7ជាងហ្នឹងទៅជួយលក់ម៉ាក់រហូតដល់ម៉ោង7ដល់ម៉ោងទៅរៀនយើងរត់ទៅរៀនទៅហើយមកវិញជួយតទៀតទៅអញ្ចឹងពួកខ្ញុំក៏មិនដូចគេថាភ្ញាក់មកទៅរៀនដល់ម៉ោងបាយមិនមនុស្សអញ្ចឹងទេដោយសារជាប់ខ្សែលោហិតជាចុងភៅលោកលូម៉េងបានចំណាយពេលវេលារៀនសូត្រវិជ្ជាចុងភៅរហូតទទួលបានការងារធ្វើនៅកំឡុងឆ្នាំ2000ជាកូនចុងភៅធម្មតាម្នាក់នៅសន្តាគារ Sofitel Cambodia តើប្រវត្តិការងាររបស់លោកយ៉ាងដូចម្តេចដែរបាទលោកលូម៉េងបាទចាប់ដើមដំបូងខ្ញុំធ្វើជាកូនកបិតធ្វើជាមហូបធ្វើចុងភៅទូចតណៈទូច7ឆ្នាំតណៈទូចឡើង6ខែមួយឆ្នាំឡើងតណៈម្ដងឡើងរហូតដល់ប្រទៀនចុងភៅបានខ្ញុំចេញមកបានយើងចាប់ដើមហ៊ុនជាមួយគេហើយដល់យើងចាប់ដើមតទៅមុខទៀតមុខរបស់យើងហើយបន្ទាប់មកខ្ញុំទៅធ្វើការនៅ Sunway បន្ទាប់មកហ៊ាននៅថៃហ៊ាននៅម៉ាឡេតការងារមុខម្ហូបចុងភៅតទៅទៀតខាងគ្រប់គ្រងបាទប៉ុន្តែមុនបានចូលធ្វើចុងភៅនៅកម្ពុជានោះគឺយើងបានរៀនមុនហ្នឹងបាទរៀនរយៈពេលប្រហែលជាង1ឆ្នាំដែរការសិក្សាហ្នឹងបាទហ៊ានផងធ្វើការផងឆ្លងតាមបទពិសោធន៍ការងារជាអ្នកស៊ីឈ្នួលគេមកជាថៅកែដោយខ្លួនឯងលោកលូម៉េងពិតជាសម្ដែងការសប្បាយចិត្តសប្បាយដោយសារលោកបានសម្រេចនៅបំណងប្រាថ្នារបស់ខ្លួនពោលគឺបន្ទាប់ពីលោកត្រឡប់មកពីរៀនផ្នែកវិជ្ជាចុងភៅបន្ថែមនៅឯប្រទេសថៃសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីលោកក៏បានបើកភោជនីយដ្ឋានម៉ាលីដែលមានការចូលហ៊ុនគ្នាជាមួយនឹងជនជាតិបារាំងម្នាក់នៅឆ្នាំ2005
តែពេលបកមកវិញខ្ញុំក៏មាន partner របស់ខ្ញុំជាឈ្មោះ Arnold ជនជាតិប្រាំងគាត់ថាគួរបើកហាងម្ហូបខ្មែរអញ្ចឹងយើងជាបង្កើតហាងបន្ទាប់ពីតូប៉ាយើងបើកម្ហូបអាហារម្ហូបខ្មែរ 100% ហាងម៉ាលីសនៅនេះហើយក៏បន្ទាប់ពីហ្នឹងក៏យើងបើកតមានម្ហូបចិនយើងហៅយីសាំងម្ហូបចិនទីមសាំផងគ្រឿងសមុទ្រផងកាទៀវឆាអីអញ្ចឹងហើយឥឡូវក៏យើងតទៅមុខទៀតក៏យើងមានម្ហូបជប៉ុនអញ្ចឹងតាអ្វីទៅដែលជាចំណុចសំខាន់របស់ភោជនីយដ្ឋានម៉ាលីសនោះបាទ90%ជាងម្ហូបខ្មែរទាំងអស់ដូចយើងឃើញស្កតថ្នត់ខ្មែរម្រេចអំបិលខួសត្រីប្រហុកអញ្ចឹងរបស់ហ្នឹងសិតតែរបស់ខ្មែរសឹងថាអ្វីដែលប្រើបានខ្ញុំប្រើទាំងអស់ទាំងតុកទាំងកៅអីសឹងភាគច្រើនរបស់ខ្មែរទាំងអស់ជាមួយគ្នានេះពលរដ្ឋខ្មែរមួយចំនួនក៏បានទទួលការងារធ្វើពីហាងរបស់លោកលូម៉េងផងដែរយើងបង្កើតការងារឲ្យមានខ្មែរឲ្យសម្បូរមានការងារធ្វើនឹងហាងរបស់ខ្ញុំចំណេញច្រើនចំណេញតិចអានឹងជាចំណុចមួយប៉ុន្តែខ្ញុំនឹងសប្បាយចិត្តដែលយើងបង្កើតបាំងហាងមួយយើងបង្កើតបាន30-40នាក់មានការងារធ្វើហើយ30-40នាក់ហ្នឹងគាត់នឹងចំបាន30-40គ្រួសារតទៅមុខហើយនឹងដូចគ្នាដែលអ្វីដែលយើងធ្លាប់មកហើយខ្ញុំសប្បាយចិត្តថាមកចំណុចដែលបង្កើតការងារហ្នឹងហើយខ្ញុំជឿថាអានឹងជាចំណុចសប្បាយចិត្តកន្លែងហ្នឹងធំជាងគេហ្នឹងហើយលោកបានផ្ដល់ការងារឲ្យណាប្រជាជនខ្មែរយើងប្រហែលអ្នកដែរបាទសរុបទៅជាង100នាក់បាទជាង100នាក់700ដែរអញ្ចឹងណាយើងក៏សប្បាយចិត្តឃើញបដិបដាតទៅមុខទៀតបាទសុំងាកទៅខាងក្រោយបន្តិចនៅពេលដែលលោកធ្វើជាចុងភៅឲ្យគេនៅកម្ពុជាណាហ្នឹងឃើញថាបន្ទាប់ពីធ្វើច្រើនឆ្នាំហេតុអីបានជាលោកមានគំនិតថានឹងចង់បើករកស៊ីខ្លួនឯងអានឹងពេលដែលយើងធ្វើការដំបូងយើងអត់ដែរគិតទេតែពេលយើងធ្វើការបាន 4-5 ឆ្នាំតទៅមុខចំណេះយើងបកកើនយើងចាំមានគំនិតតបាទហើយតែពេលគំនិតតគេបង្កើតការងារបានយើងក៏ប្រហែលមានលទ្ធភាពពីចាប់ដើមទូចដល់ធំដូចគ្នាពេលនោះដែលលោកមានលទ្ធភាពគ្រប់គ្រាន់ថានឹងអាចរកស៊ីខ្លួនឯងបានបាទយើងតែពេលយើងចំណេះមានយើងនឹងចាប់ដើមមិនធំដូចគេយើងចាប់ដើមទូចហើយគំនិតនឹងយើងចេះបដោះបដាតទៀតលោកលូម៉េងតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកមានថ្ងៃនេះបាទសំខាន់ជាងគេយើងក៏យកចិត្តទុកដាក់ហើយយើងសប្បាយចិត្តអ្វីដែលយើងធ្វើហើយយើងនឹងពេលយើងបង្កើតមុខរបរអ្វីមួយយើងយកចិត្តទុកដាក់ហើយយកពេលវេលាទៅច្រាមឬក៏ត្រាំនៅក្នុងហ្នឹងឲ្យគ្រប់គ្រាន់ហើយកុំបោះចោលពាក់កណ្ដាលផ្លូវព្រោះការងារហ្នឹងជាពិសេសបើកហាងវាត្រូវការពេលវេលាយូរមួយថ្ងៃជាង10ម៉ោងត្រូវការកំណត់ត្រូវការលុយត្រូវការច្រើនអញ្ចឹងជោគជ័យហ្នឹងមិនមែនមើលបើកហាងសនុកទេបើកហាងវាសនុកមែនប៉ុន្តែតហាងហ្នឹងឲ្យមានភ្ញៀវអាហ្នឹងវាត្រូវការពេលវេលាយូរលោកមានគោលគំនិតនិងបទពិសោធន៍អ្វីទេសម្រាប់ចែកជូនទៅដល់យុវជនជំនាន់ក្រោយដែលកំពុងតែស្វែងរកឱកាសដូចគ្នានេះបាទសម្រាប់ខ្ញុំដែលអតិថិជនជំនាន់ក្រោយយើងខំរៀនអានឹងការល្អហើយមុនហ៊ានចប់តែពេលយើងហ៊ានជំរឹះរបស់យើងអាចទៅជាការគ្រប់គ្រងការមុខរបរយើងអីផ្សេងហ្នឹងមុនជឿរើសមុខផ្នែករៀនមួយណាយើងទៅសប្បាយចិត្តខ្លួនឯងតែផ្នែកមួយណាអ្វីដែលបញ្ហារបស់ខ្ញុំហៅថ្ងៃខ្ញុំឃើញដែលបុគ្គលិកមកសម្ភាសភាគច្រើនហ៊ានចប់បើហ៊ានហើយឧទាហរណ៍ថាគាត់ហ៊ានកែណីមកធ្វើការងារបម្រើភ្ញៀវធម្មតាតែហ៊ានគ្រប់គ្រងមកធ្វើកែណីវិញអញ្ចឹងពេលគាត់រៀនគាត់អត់ដឹងថាគាត់ជឿរើសមួយណាហើយខ្ញុំជឿថាទាំងអស់នេះចូលចិត្តរៀនទៅគ្រប់គ្រងប៉ុន្តែក្រុមហ៊ុនផ្នែកគ្រប់គ្រងមានតែម្នាក់2នាក់ទេមកក្នុងហ៊ុន 98% ត្រូវការអ្នកធ្វើការតទៅទៀតអញ្ចឹងគាត់ហ៊ានគ្រប់គ្រងហើយតែពេលគាត់ធ្វើការគាត់អត់មានលទ្ធភាពធ្វើព្រោះគាត់អត់ដឹងរឿងហ្នឹងអញ្ចឹងយើងហ៊ានគ្រប់គ្រងបានប៉ុន្តែយើងត្រូវតាំងចិត្តចាប់ដើមពីក្រោមឡើងលើបានថ្ងៃក្រោយយើងគ្រប់គ្រងបានវាមកតែយើងចាប់ដើមគ្រប់គ្រងតែពេលគេនិយាយ98ចំណុចយើងអត់ដឹងយើងដឹងតែ2ចំណុចឲ្យរបៀបគ្រប់គ្រងអញ្ចឹងតែនឹងការប្រាជ័យប្រសិនសម្រាប់ជំនាន់ក្រោយទូទៅអញ្ចឹងខ្ញុំនិយាយថាគ្រប់គ្រងមិនមានន័យថាទៅស៊ីពាក់ខែគេទេយើងអាចបង្កើតមុខរបរយើងដូចគ្នាពេលយើងរៀនយើងទៅយល់ផ្នែកមួយណាដែលយើងពេញចិត្តសំខាន់ជាងគេតែយើងអត់ពេញចិត្តយើងធ្វើអត់ល្អទេ
តែបខំធ្វើអត់តែល្អទេជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះលោកលូមេងដែលបានអនុញ្ញាតឲ្យខ្ញុំបាទអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកថាលោកលូមេងគឺជាប្រធានសមាគមសន្តាគារកម្ពុជាក៏ប៉ុន្តែលោកមានភាពជោគជ័យយ៉ាងសម្បើមខាងផ្នែកចុងភៅនិងភោជនីយដ្ឋានសូមអរគុណបាទជំរាបសួរលោកសៀវសុផលបាទជំរាបសួរបាទអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះលោកសៀវសុផលគឺជាប្រធានក្រុមហ៊ុនដោះស្រាយបំណុលដែលអ្នកមានបញ្ហាបំណុលបានស្គាល់លោកច្រើនតាក់ទងនឹងចំនួនតាក់ទងនឹងការគិតវិជ្ជមានតាក់ទងទៅនឹងជោគជ័យហើយខ្ញុំបានចូលរៀនវគ្គសិក្ខាសាលាជាមួយគ្រូមកពីសិង្ហបុរីរឿងទីផ្សារចំណេះដឹងដែលខ្ញុំធ្វើការពីមុនផ្សេងចំណេះដឹងខ្ញុំពងរស់ស៊ីបច្ចុប្បន្ននេះផ្សេងបូកសរុបមកបទពិសោធន៍បូកនឹងគោលដៅដែលធ្វើឲ្យយើងឈានទៅមុខបានហើយទទួលបានជោគជ័យគឺមិនមែនខ្ញុំបានអ្វីដែលខ្ញុំចង់បានទេជោគជ័យគឺអ្វីដែលខ្ញុំកំពុងដើរលើផ្លូវដែលខ្ញុំកំពុងតែចង់ទៅដល់គឺទើបតែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះដែលលោកសៀវសុផលរកគន្លងជោគជ័យនៅក្នុងជីវិតឃើញតាមរយៈការគិតប្រកបដោយវិជ្ជមានក៏ប៉ុន្តែមុននឹងឈានចូលទៅដល់ភាពស្រស់ថ្លានៃជីវិតរបស់លោកខ្ញុំសូមអញ្ជើញលោកអ្នកនាងស្ដាប់វិទ្យុបារាំងអន្តរជាតិ RFE ងាកទៅមើលប្រវត្តិពិតរបស់លោកសៀវសុផលតើយ៉ាងដូចម្ដេចទៅបាទសូមអញ្ជើញលោកសៀវសុផលបាទខ្ញុំមានស្រុកកំណើតនៅភូមិខ្យាឃុំគុកដូងស្រុកវ៉ារិនខេត្តសៀមរាបខ្ញុំកើតនៅឆ្នាំ1975របបខ្មែរក្រហមនោះកាលពីខ្ញុំអាយុប្រហែលជា5ឆ្នាំ6ឆ្នាំឪពុកម្ដាយរបស់ខ្ញុំបានដូរទីលំនៅពីភូមិគុកដូងស្រុកវ៉ារិនខេត្តសៀមរាបហ្នឹងមករស់នៅទីរួមខេត្តសៀមរាបអញ្ចឹងខ្ញុំបានចូលរៀនសាលាបឋមទេសសានឆ្នាំ1980ខ្ញុំចូលរៀនថ្នាក់ទី1រៀននៅទីណាដែរបាទខ្ញុំរៀននៅខេត្តសៀមរាបដល់ខ្ញុំចប់បាក់ឌុបខ្ញុំឡើងមករៀននៅភ្នំពេញឆ្នាំ1993អញ្ចឹងមករៀនត្រៀមនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រតែពេលនោះឲ្យបានរៀនជាប់លាប់ទេហើយខ្ញុំរៀនផ្នែកជំនាញគណនេយ្យរៀនជំនាញកុំព្យូទ័រជំនាញបើកឡានចុះលោកចូលបម្រើការងារដំបូងនៅពេលណាហើយការងារអ្វីដែរទៅបាទឆ្នាំ94ខែ7ហ្នឹងខ្ញុំបានប្រឡងជាប់ជាជំនួយការ account នៅមជ្ឈមណ្ឌលសកម្មភាពកម្ពុជាមានកម្ពុជាហើយខ្ញុំធ្វើការជាមួយស៊ីម៉ាក់អស់រយៈពេល7ឆ្នាំកន្លះបានខ្ញុំដូរមកធ្វើការនៅស្ថានទូតអាមេរិកជាជំនួយការ account ណោះទៀតជំនួយការគណនេយ្យហ្នឹងរយៈពេលប្រហែលជា7ឆ្នាំបានខ្ញុំចេញមកប្រកបអាជីវកម្មខ្លួនឯងការនៅជាយុវវ័យនឹងបានបម្រើការងារនៅស្ថាប័នក្រៅរដ្ឋាភិបាលមួយចំនួនលោកសៀវសុផលតែងនឹកស្រមៃថាចង់ក្លាយជាអ្នកមានក៏ប៉ុន្តែមិនមានការបង្ហាញផ្លូវជាហេតុធ្វើឲ្យបរាជ័យជាបន្តបន្ទាប់នៅជីវិតអាជីវកម្មរបស់លោកហើយនៅឆ្នាំ2008លោកសៀវសុផលមានការខាត់បងធំបំផុតក៏ប៉ុន្តែអ្វីៗត្រូវបានស្ដារឡើងវិញតាមរយៈការរកឃើញគោលដៅដ៏ត្រឹមត្រូវមួយសម្រាប់ដើរដល់ឆ្នាំ2010បានខ្ញុំដឹងច្បាស់ថាគោលដៅជោគជ័យហ្នឹងវាមានរូបមន្តរបស់វាអញ្ចឹងខ្ញុំបានអានសភៅគោលដៅហើយនឹងស្ដាប់ពីវីដេអូស្ដីពីគោលដៅដែលអ្នកប្រាជ្ញគេបាននិយាយថាភាពជោគជ័យគឺជាដំណើរការឈានទៅក្រោកគោលដៅដូច្នេះហើយបានជាខ្ញុំចាប់ពីឆ្នាំ2010មកខ្ញុំធ្វើការដូចជាមានលទ្ធផលល្អហើយជីវិតមានន័យជាងមុនព្រោះមួយថ្ងៃយើងធ្វើការឈានទៅរកគោលដៅរបស់យើងការងារណាដែលមិនត្រូវគោលដៅរបស់យើងអត់ធ្វើអញ្ចឹងខ្ញុំគិតថាខ្ញុំប្រើរយៈពេលអស់ប្រហែលជា20ឆ្នាំដើម្បីរកកន្លឹះឲ្យខ្ញុំក្លាយជាអ្នកមានដូចអង្គញាផ្សេងៗដែលគេទទួលបានជោគជ័យហ្នឹងខ្ញុំមើលទៅខ្ញុំថាចង់ជោគជ័យគឺវាងាយគឺយើងត្រូវសិក្សាឲ្យលម្អិតពីមនុស្សជោគជ័យព្រោះដូចយើងពាក្យអ្នកប្រាជ្ញមួយគេថាកង់មូលហើយយើងចាំបាច់ទៅរោស្រាវជ្រាវថាមិនបានកង់វាមូលចំណាយពេលច្រើនទៅអីព្រោះកង់មូលគឺរត់បានល្អអញ្ចឹងខ្ញុំព្យាយាមស្គាល់ព្យាយាមសិក្សាពីអ្នកមាននៅស្រុកខ្មែរយ៉ាងច្រើននេះថាតើគេចាប់ផ្ដើមជីវិតគេបែបយ៉ាងម៉េច
ហើយគេឆ្លងបញ្ហាប្រឈមក្នុងចន្លោះដែលគាត់ឈរទីតាំងបច្ចុប្បន្ននេះយ៉ាងម៉េចវាមានបញ្ហាប្រឈមដែលគាត់ឆ្លងកាត់អញ្ចឹងគាត់ដោះស្រាយយ៉ាងម៉េចអញ្ចឹងអ្នកមានដែលឈរទីតាំងចំណុចដែលគាត់ខ្លាចជាអ្នកមានបច្ចុប្បន្ននេះគឺមិនមែនសុកគាត់ខ្លាចជាអ្នកមានទេគឺគាត់ឆ្លងរាល់ឧបសគ្គទាំងឡាយណាអញ្ចឹងគាត់គឺជាអ្នកទទួលពានពីមុនមកខ្ញុំមានគំនិតអវិជ្ជមានទៅលើអ្នកមានហ្នឹងបានខ្ញុំតែងតែបរាជ័យហេតុអ្វីទៅបានជាលោកមានគំនិតដូចនោះបាទយើងនៅពីក្មេងក្រោយថ្ងៃរំដោះមក7មករា79មកអ្នកណាក៏ក្រដែរអញ្ចឹងពេលយើងឃើញអ្នកមានដូចមានអារម្មណ៍អវិជ្ជមានទៅលើអ្នកមានព្រោះយើងរស់នៅក្នុងប្រភេទអ្នកក្រហ្នឹងការដែលយើងមានគំនិតអវិជ្ជមានទៅលើអ្នកមានហ្នឹងឯងដែលជារបាំងធ្វើឲ្យយើងមិនអាចខ្លាយជាអ្នកមានជាអ្នកជោគជ័យបានបើយើងមានគំនិតអវិជ្ជមានទៅលើអ្នកជោគជ័យតើយើងអាចទទួលជោគជ័យទេហើយបើយើងមានគំនិតអវិជ្ជមានទៅលើគ្រួសារប្រពន្ធកូនរបស់យើងមិនអាចរស់នៅជាមួយប្រពន្ធកូនយើងបានទេខ្ញុំសូមជំរាបសួរមកខាងក្រោយបន្តិចនៅពេលដែលលោកបានបរាជ័យក្នុងការបើកក្រុមហ៊ុនជាបន្តបន្ទាប់នោះនៅពេលដែលទទួលបានភាពជោគជ័យចុងក្រោយនេះឃើញថាតើលោកមានសិក្សាថាបរាជ័យលើកមុនមូលហេតុអ្វីទេបើចង់ជោគជ័យខ្លាំងទាល់តែបរាជ័យឲ្យធំមួយខ្ញុំបរាជ័យ3 4 5ដងហ្នឹងខ្ញុំអត់បានដឹងថាមកពីមូលហេតុអីខ្ញុំចេះតែបន្ទោសគេពីមុនទាំងបន្ទោសមកពីអតិថិជនរបស់ខ្ញុំហ្នឹងមិនចេះដឹងពីអីវ៉ាន់របស់ខ្ញុំល្អទោសមកពីខ្ញុំមិនមែនជាកូនអ្នកមានដូចគេដឹងចេះតែខ្វះលុយរ៉ូស៊ីណាបន្ទោសមកពីខ្ញុំខ្ញុំអត់បានរៀនជំនួញហ្នឹងខ្ញុំចេះតែរ៉ូស៊ីឃើញគេរ៉ូស៊ីចេះតែរ៉ូស៊ីទៅបន្ទាប់មកការជោគជ័យរបស់ខ្ញុំអត់តាក់ទងជាមួយនឹងគ្រួសាររបស់ខ្ញុំក្រីក្រអត់តាក់ទងនឹងចំណេះដឹងរបស់ខ្ញុំអត់បានរៀនខាងជំនួញអត់តាក់ទងនឹងថាអត់មានលុយអត់តាក់ទងនឹងអតិថិជនអត់តាក់ទងនឹងសេដ្ឋកិច្ចអត់តាក់ទងនយោបាយអត់តាក់ទងពិភពលោកអីទេគឺតាក់ទងនឹងខ្លួនខ្ញុំផ្ទាល់មកពីខ្ញុំអត់បានបដូរ program នៃការគិតរបស់ខ្ញុំកម្មវិធីនៃការគិតរបស់ខ្ញុំអញ្ចឹង folder របស់ខ្ញុំដែលមានដូច computer អញ្ចឹងវាអត់មានកម្មវិធីអ្នកមានអត់បានបញ្ចូលកម្មវិធីអ្នកមានចូលទេវាមានកម្មវិធីអ្នកក្រកម្មវិធីអ្នកក្រមិនមានគំនិតអវិជ្ជមានទៅលើអ្នកមានគំនិតអវិជ្ជមានទៅលើអ្នកជោគជ័យមានគំនិតអវិជ្ជមានទៅលើរបស់អ្នកមានបើយើងមានគំនិតអវិជ្ជមាននឹងនៅក្នុងការគិតហើយទៅខំរ៉ូស៊ីយ៉ាងម៉េចក៏អត់មានដែរទៅខំធ្វើម៉េចក៏អត់ជោគជ័យដែរពួកអីយើងអត់ទទួលស្គាល់គេជោគជ័យសូមងាកមកមើលបច្ចុប្បន្នភាពក្រុមហ៊ុនរបស់លោកពេលនេះលោកកំពុងដំណើរការក្រុមហ៊ុនរបស់លោកនឹងតើមានសេវាកម្មអ្វីខ្លះបាទខ្ញុំមានក្រុមហ៊ុន2បច្ចុប្បន្នទី1ហ្នឹងជាក្រុមហ៊ុនដោះស្រាយបំណុលក្រុមហ៊ុនដោះស្រាយបំណុលហ្នឹងគឺដោយសារខ្ញុំមានបទពិសោធន៍រឿងបញ្ហាជំនួញបរាជ័យជោគជ័យហើយនឹងបំណុលខ្ញុំយកបទពិសោធន៍របស់ខ្ញុំហ្នឹងជួយអ្នកដែលជាពាក់បំណុលគេជួយអ្នកដែលមិនទាន់ជាពាក់បំណុលចង់ជាពាក់បំណុលរាល់ថ្ងៃនេះខ្ញុំមានបង្រៀនជាសិក្ខាសាលាហើយក្រុមហ៊ុនខ្ញុំមួយទៀតគឺក្រុមហ៊ុនម៉ាស៊ីនត្រជាក់ក្រុមហ៊ុន Asia Engineering មួយទៀតខ្ញុំកាន់តួនាទីជាប្រធានហិរញ្ញវត្ថុបច្ចុប្បន្នតើក្រុមហ៊ុនដោះស្រាយបំណុលរបស់លោកមានការគ្រប់គ្រងពីអតិថិជនដែលជំពាក់បំណុលគេនឹងច្រើនទេបាទបញ្ហាក្រុមហ៊ុនដោះស្រាយបំណុលនេះវាជាបញ្ហារសើបព្រោះយើងដឹងស្រាប់ហើយប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងចូលចិត្តលាក់បើសិនជារងរឿងចូលចិត្តបង្ហាញតែបើសិនជាហិនហោចចូលចិត្តលាក់មុខយើងត្រូវទទួលស្គាល់ថាអ្នកជោគជ័យមកដល់ថ្ងៃនេះគេឆ្លងកាត់បញ្ហាមហន្តរាយពីនេះនឹងវា 4-5 ដងហើយខ្លះច្រើនដងអញ្ចឹងការបរាជ័យការខាតបង់គឺជាបទពិសោធន៍បើបងប្អូនមានបំណុលបងប្អូនត្រូវតែរកវិធីដោះស្រាយវាយើងត្រូវទៅរកជំនួយចែកទេសមកជួយយើងត្រូវសួរអ្នកដែលមានបទពិសោធន៍ឬបំណុលបានគេអាចដោះស្រាយបំណុលបានក្រុមហ៊ុនដោះស្រាយបំណុលខ្ញុំមានការគ្រប់គ្រងពីអ្នកពាក់បំណុលធ្ងន់ធ្ងរលោកសៀវសុផលតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកមានថ្ងៃនេះបាទធម្មតាបើខ្ញុំអត់មានបញ្ហាប្រឈមទេខ្ញុំអត់រើបំរាស់ទេបើខ្ញុំនៅតែធ្វើការនៅស៊ីម៉ាក់នៅឡើយគូក្បាលខ្ញុំអត់សូវបានគិតខ្លាំងទេទៅដល់ខែបើលុយធ្វើការដែលអញ្ចឹងនៅពេលខ្ញុំចេញមកប្រកបអាជីវកម្មខ្លួនឯងហ្នឹងព្រោះដោយសារខ្ញុំមានគោលដៅមួយចង់ជោគជ័យដូចគេជោគជ័យឃើញគេមានឡានល្អឃើញមានគេមានគ្រួសារល្អគេមានផ្ទះធំមានលុយច្រើនចង់ដូចគេប៉ុន្តែអត់ដឹងផ្លូវទៅទេអញ្ចឹងដោយសារមានគោលដៅហ្នឹងបានចេះតែនាំយើងទៅជាចុងក្រោយនេះតើលោកមានបទពិសោធន៍អ្វីដែលអាចចែករំលែកទៅដល់អ្នកឯទៀតក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដែលកំពុងស្វែងរកភាពជោគជ័យដូចជាលោកទេបាទ
បាទដូចខ្ញុំនិយាយពីដំបូងចាភាពជោគជ័យគឺជាគោលដៅសូមឲ្យបងប្អូនទាំងអស់គ្នាកំណត់គោលដៅឲ្យច្បាស់លាស់ត្រូវដឹងឲ្យច្បាស់ថាយើងចង់បានអីយើងមិនដឹងថាយើងចង់បានអីពិតប្រាកដយើងនឹងអត់បានអីទេការកំណត់គោលដៅឲ្យច្បាស់ហ្នឹងគឺធ្វើឲ្យយើងដឹងថាយើងចង់បានអីជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកសៀវសុផលដែលបានអនុញ្ញាតឲ្យរូបខ្ញុំជាអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ AFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកថាលោកសៀវសុផលគឺជាប្រធានក្រុមហ៊ុនដោះស្រាយបំណុលនៅក្នុងប្រទេសកម្ពុជាសូមអរគុណបាទសូមអរគុណបាទជំរាបសួរលោកវត្តចម្រើនបាទជំរាបសួរបាទសូមអរគុណដែលលោកបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះលោកវត្តចម្រើនអតីតជាកីឡាករចម្បាប់មួយរូបកាលពីទសវត្សរ៍ឆ្នាំ90រហូតមកទល់ពេលនេះគឺថាលោកបានទទួលមុខតំណែងនៅក្នុងកីឡាកំពូលលោកវត្តចម្រើនបច្ចុប្បន្នមានតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាអាចចាត់ទុកថាលោកបានទទួលជោគជ័យធំធេងនៅក្នុងប្រវត្តិតស៊ូក្នុងផ្នែកកីឡារបស់លោកមុននឹងឈានចូលទៅដល់ភាពជោគជ័យទាំងអស់នេះខ្ញុំសូមជម្រាបសួរអំពីប្រវត្តិតាំងពីកុមារភាពរបស់លោកតើយ៉ាងដូចម្ដេចបាទសូមអរគុណចំពោះរដ្ឋយោ RFE ដែលបានសម្ភាសខ្ញុំបាទអំពីប្រវត្តិនៃការតស៊ូឆ្លងកាត់មេរៀនជីវិតជាច្រើនដើម្បីឡើងមកដល់កន្លែងមួយដែលយើងឃើញថាយើងមានការទទួលខុសត្រូវមួយខ្ពស់នៅក្នុងផ្នែកវិស័យកីឡាខ្ញុំកើតនៅឆ្នាំ1970នៅក្នុងទីក្រុងភ្នំពេញនេះសង្កាត់លេខ5ហើយពេលដែលប៉ុល ពតចូលមកយើងជលៀសទៅ75នៅទៅត្រឹមគៀនស្វាយត្រូវស្លាប់ពុកស្លាប់បងប្អូនស្លាប់អីអស់បាទ3ដណ្ដប់អ្នកនៅសល់តែ6នាក់អញ្ចឹងឆ្លងកាត់សោកនាដកម្មនៅរបស់ប៉ុល ពតហ្នឹងគឺយើងឃើញថាយើងមានការឈឺចាប់ច្រើនលោកចាប់ផ្ដើមស្រឡាញ់កីឡាហ្នឹងពីពេលណាមកដែរបាទតាំងតែពិតអត់ដឹងមានបំណងថាខ្លួនចូលនៅក្នុងវិស័យកីឡាទេប៉ុន្តែការនោះក្នុងរបស់ប៉ុល ពតនឹងពេលបែកភ្លាមហ្នឹងគឺយើងនៅមានកូនចលៀសចាស់កូនអីគេហ្នឹងគេធ្វើបាបយើងពេកវាយយើងរាល់ថ្ងៃអីចឹងទៅយើងក៏ឈឺចាប់ពេកខ្ញុំគិតថាឆ្នាំ80ខ្ញុំក៏មកនៅពេញជាមួយបងហើយនៅឆ្នាំ84មានបងគាត់ចូលហាត់យូដូនៅស្តាតគេទៅបើកខ្ញុំលួចចូលហាត់ទាំងពីរហាត់ទាំងការ៉ាតេហាត់ទាំងយូដូការវឹកហាត់នោះអត់មានគិតបំណងអីទាំងអស់គឺគិតគ្រាន់តែថាហាត់ឲ្យចេះដើម្បីទៅវាយពួកកូនអ្នកដឹកនាំម៉ែក្រហមនៅភូមិនៅឃុំរបស់យើងនឹងនៅគៀនស្វាយនឹងដែលវាធ្វើបាបយើងរាល់ថ្ងៃយើងគិតបានតែប៉ុណ្្នឹងទេថាអញហាត់ឲ្យចេះទៅវាយពួកអានឹងវិញក៏មកវាយអញរាល់ថ្ងៃនឹងរឿងដើមហេតុអីបានធ្វើឲ្យខ្ញុំទៅហាត់កីឡាពី84រហូតដល់ឆ្នាំ89ខ្ញុំបានក្លាយទៅជាកីឡាករជម្រើសជាតិហើយបានចេញទៅប្រកួតលើកទី1នៅសហភាពសូវៀតគឺនៅឆ្នាំ89កីឡាសាំបូហ្នឹងគឺជាកីឡាដែលបោកគ្នាដោយយូដូចឹងសូមរំលឹកបន្តិចចេញពីរបបប៉ុល ពតតើលោកមានអាយុប្រហែលជាប្រហែលចេញពីរបបប៉ុល ពតខ្ញុំកើតឆ្នាំ70ចឹងវា79 80យើង10ឆ្នាំជាងឯងហើយឆ្នាំ81បានចូលរៀននៅសាលាវាលវងយើងនេះនៅចិត្តស្តាតយើងនេះស្តាតអូឡ িম্প ពិកយើងនេះនៅកំឡុងឆ្នាំហ្នឹងជាឆ្នាំដែលចាប់ផ្ដើមការសិក្សាហើយការចាប់ផ្ដើមកីឡាហ្នឹងទន្ទឹមគ្នាទេបាទខ្ញុំបានចូលរៀនពីថ្នាក់ទី1ហ្នឹងបាន4ឆ្នាំហើយព្រោះ84មកខ្ញុំចូលធ្វើការវឹកហាត់គឺវឹកហាត់ជាចំហនៅ Start Olympic យើងហ្នឹងខាងផ្នែកយូដូអញ្ចឹងអាយុ14ឆ្នាំយើងចាប់ផ្ដើមចូលហាត់ដែរជឿដល់ពេលណាទៅការហាត់កីឡាទាំងអស់ហ្នឹងវិវត្តមកជាការហាត់ចម្បាប់វិញបាទសំខាន់គឺខ្ញុំមានមូលដ្ឋានគ្រឹះអំពីកីឡាយូដូនិងកីឡាសាំបូដែលជាប្រភេទកីឡាបោកដូចគ្នាចឹងហើយខ្ញុំអាចមានឱកាសក្នុងការស្វែងរកប្រភពមួយទៀតគឺបានចូលទៅក្នុងកីឡាចម្បាប់ហើយកីឡាចម្បាប់នេះខ្ញុំយល់ឃើញថាបាត់បង់អស់ហើយអត់មានហាត់ទេកីឡាចម្បាប់ហ្នឹងទី1ទី2ទៀតយើងឆ្នាំ94ខ្ញុំចាប់ផ្ដើមហាត់កីឡាចម្បាប់ហាត់ជាមួយនឹងលោកគ្រូណាំងរវុធតែម្នាក់ឯង2នាក់កូនសិស្សឯងដល់ពេល94ហ្នឹងគេមានបញ្ជូនកីឡាករយើងទៅហាត់នៅកូរ៉េអញ្ចឹងខ្ញុំក៏បានទៅគេជ្រើសរើសទៅហាត់កីឡាចម្បាប់នេះនៅកូរ៉េខាងជើង2ឆ្នាំគឺមានការតស៊ូខ្លាំងណាស់ហើយយើងនៅស្រុកខ្មែរយើងហាត់តិចដល់ពេលទៅដល់នោះគេហាត់ខ្លាំងមួយថ្ងៃគេហាត់ទៅ6ទៅ7ម៉ោងគឺថាធ្វើឲ្យជីវិតរបស់យើងនឹងទ្រាំទ្រនឹងការលំបាកច្រើនណាស់និយាយឲ្យត្រង់នៅកូរ៉េហ្នឹងគឺថា6ខែដំបូងយើងតែ
តែងតែសន្លប់ជាញឹកញាប់ដោយសារតែយើងទ្រាំទ្រនឹងការបង្ហាត់ខ្លាំងនឹងមិនបានក៏ប៉ុន្តែបន្ទាប់ពីមួយឆ្នាំមកខ្ញុំមានភាពរឹងមាំទាំងស្មារតីទាំងកម្លាំងកាយទាំងធម៌ពលគឺយើងឃើញថាអ្វីដែលយើងខិតខំប្រឹងប្រែងហ្នឹងវាធ្វើឲ្យយើងមានទំនុកចិត្តខ្លួនឯងថាជាមនុស្សខ្លាំងម្នាក់ពេលដែលលោកទៅហាត់កីឡាចម្បាប់នៅប្រទេសកូរ៉េខាងជើងហ្នឹងពេលនោះលោកគិតយ៉ាងម៉េចពីការសិក្សាក្នុងនាមជានិស្សិតថ្នាក់ឧត្តមសិក្សាមួយរូបនោះហើយទើបតែឆ្នាំទី2បាទច្បោកច្បល់គ្នាជាមួយនឹងការសិក្សារបស់ខ្ញុំដែរព្រោះមុនហ្នឹងខ្ញុំជានិស្សិតផ្នែកភាសាបារាំងនៅសាកលវិទ្យាល័យភ្នំពេញហ្នឹងអញ្ចឹងយើងបានបោះបង់ការសិក្សារបស់យើងឆ្នាំទី2ហើយច្បោកច្បល់នឹងដែរគឺថាខ្ញុំក៏មានទឹកចិត្តមួយទៀតថាទោះបីជាយើងមានញឹកនៅក្នុងកីឡាតែយើងការសិក្សារបស់យើងត្រូវតែឲ្យចប់អញ្ចឹងខ្ញុំត្រូវតែបញ្ចប់បញ្ញាបត្រខាងផ្នែកភាសាបារាំងហ្នឹងតែ2ឆ្នាំទៀតហើយពេលដែលមកដល់ឆ្នាំ96ហ្នឹងគេក៏ជ្រើសរើសខ្ញុំឲ្យចូលរួមការប្រកួតកីឡាអូឡ িম্প ពិកនៅទីក្រុង Atlanta សហរដ្ឋអាមេរិកហើយនៅពេលនោះគឺជាលើកទី1ហើយដែលកម្ពុជាយើងក្រោយពីសង្គ្រាមរ៉ាំរ៉ៃហ្នឹងបានត្រឡប់ចូលក្នុងគ្រួសារអូឡ িম্প ពិកវិញជាមោទនភាពដែលយើងបានទៅដល់ចូលរួមការប្រកួតផុតកំពូលនៃកីឡាបន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សានៅឆ្នាំ1999ដោយលោកទទួលបានបរិញ្ញាបត្រភាសាបារាំងលោកវត្តចម្រើនបានចាប់យកអាជីពជាគ្រូបង្រៀនភាសាបារាំងនៅសាកលវិទ្យាល័យភូមិន្ទវេជ្ជសាស្ត្រនិងជាគ្រូបង្ហាត់កីឡាចម្បាប់ផងដែរជំនាញរបស់ខ្ញុំគឺមានប៉ុន្តែខ្ញុំឆ្លងកាត់ការតស៊ូនោះខ្លាំងណាស់ដោយសារតែយើងត្រូវវឹកហាត់ខ្លាំងផងយើងត្រូវប្រឈមមុខនឹងការសិក្សាផងប៉ុន្តែសូមជម្រាបថាប្រកាសណាយើងខ្លួនយើងខ្លាំងស្មារតីយើងខ្លាំងក្នុងកីឡាគឺយើងរៀនក៏ប្រកែកដែរដូចពាក្យបារាំងថា le bon corps reste toujours dans le corps sain បានន័យថាពលឹងល្អវារស់នៅតែក្នុងរាងកាយមកមួយនេះនៅក្នុងជីវិតជាអ្នកកីឡាតើលោកបានទទួលជ័យលាភីជាតិនិងអន្តរជាតិអ្វីខ្លះបាទនៅសូវៀតហ្នឹងខ្ញុំបានទទួលចំណាត់ថ្នាក់លេខ4ពិភពលោកក្នុងផ្នែកកីឡាសាំបូបាទអាហ្នឹងគឺជាកម្រិតមួយល្អជាងគេហើយក្រោយមកគឺក្នុងផ្នែកកីឡាចម្បាប់គឺមិនដែលទទួលបានចំណាត់ថ្នាក់ល្អទេបើនិយាយទៅដំណើរការវិវត្តវាខុសបច្ចេកទេសបានន័យថានៅពេលដែលខ្ញុំវឹកហាត់នៅកូរ៉េ2ឆ្នាំពេលខ្ញុំត្រឡប់មកវិញហើយដើម្បីត្រៀមខ្លួនទៅប្រកួតនៅ Atlanta ហ្នឹងខ្ញុំត្រូវចំណាយពេល6ខែនៅស្រុកខ្មែរដោយគ្មានដៃគូប្រកួតគ្មានដៃគូវឹកហាត់គ្មានគ្រូជំនាញវឹកហាត់ប៉ុន្តែនៅស្រុកខ្មែរគឺយើងបានទទួលជើងឯកជារៀងរាល់ពេលឃើញថានៅឆ្នាំ2009លោកវត្តចម្រើនបានទទួលមុខងារកម្ពូលនៃកីឡានៅក្នុងប្រទេសកម្ពុជាគឺជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាទម្រាំតែឈានមកដល់តួនាទីនេះតើលោកចំណាយពេលវេលានិងការខិតខំប្រឹងប្រែងហ្នឹងយ៉ាងម៉េចខ្លះតាមការពិតមិនមែនជាក្តីសម័យហើយក៏មិនមែនជាគោលបំណងច្បាស់លាស់ថាយើងមកកាន់ការងារនៅក្នុងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡ িম্প ពិកនេះដែរការប្រព្រឹត្តទៅនៃដំណើរជីវិតនៅក្នុងអាជីពជាកីឡាករយើងមិនដែលសម័យឃើញនៅការនេះទេក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើបានដោយសារតែការសិក្សារបស់យើងគួបផ្សំជាមួយនឹងចំណេះដឹងជំនាញយើងក៏បានទទួលនៅតំណែងនេះដោយជោគជ័យនៅក្នុងជីវិតរបស់យើងខ្ញុំបានក្លាយទៅជាគ្រូបង្រៀនខាងរដ្ឋបាលកីឡាហ្នឹងតាំងពីឆ្នាំ2001អីមកម៉េះអញ្ចឹងយើងឡើងមកទទួលតំណែងជាអគ្គលេខាធិការនេះមិនមែនជារឿងធម្មតាដែរទេព្រោះចលនារបស់កីឡាអូឡ িম্প ពិកគឺកើតឡើងដោយការបោះឆ្នោតកើតឡើងដោយថាការមើលឃើញថាយើងមានសមត្ថភាពការងារអត់អញ្ចឹងការងារដែលយើងបានទទួលតំណែងជាអគ្គលេខាធិការនេះយើងបានសន្សំវាតាំងតែពីអាយុ14ឆ្នាំដែលយើងចូលហាត់មកលោកជាមន្ត្រីកីឡាមួយរូបតើលោកមើលឃើញយ៉ាងដូចម្ដេចដែរអំពីស្ថានភាពកីឡានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងបាទយើងឃើញថាអ្វីវាវិវត្តទៅតាមចលនារបស់សង្គមនិងចលនារបស់ជាតិជាពិសេសគឺវិវត្តទៅតាមសេដ្ឋកិច្ចនិងសង្គមរបស់យើងកំពុងតែធ្វើការកែតម្រង់នៅក្នុងចលនាអូឡ িম্প ពិកនិងគណៈកម្មការជាតិហើយមកក្នុងឆ្នាំនេះគឺយើងឃើញថាយើងធ្វើបានការងារច្រើនផ្ដើមចេញពីកីឡាករសាមញ្ញមួយរូបរហូតមកទល់ពេលនេះលោកបានទទួលនៅជោគជ័យបំផុតនៅក្នុងវិស័យកីឡាតើកត្តាអ្វីខ្លះដែលនាំឲ្យលោកបានសម្រេចជោគជ័យទាំងអស់ហ្នឹងបាទ
កត្តាសំខាន់បើយើងហាត់កីឡាគឺយើងមានស្មារតីរឹងមាំចង់ប្រាថ្នាអីយើងមានឆន្ទៈច្បាស់លាស់ថាយើងធ្វើឲ្យបានដែរសំខាន់ទី1គឺនឹងប៉ុន្តែសំខាន់មួយទៀតអាចថាសង្គមគ្រួសារជាអ្នកបត់បែនជីវិតរបស់យើងដែរអញ្ចឹងបើយើងគ្មានការគ្រប់គ្រងពីក្រុមគ្រួសារក៏យើងមិនទទួលយកនៅជោគជ័យនៃជីវិតបែបហ្នឹងដែរនៅបច្ចុប្បន្ននេះអ្នកខ្លះគេលេងកីឡាគឺដើម្បីតែសុខភាពដើម្បីការរាប់អានគ្នាចំណែកអ្នកខ្លះទៀតការលេងកីឡារបស់គេតែងតែមានការស្រមៃថានឹងបានคลายខ្លួនទៅជាកីឡាករល្បីមួយរូបហើយនឹងទទួលបាននឹងការទទួលស្គាល់ពីសង្គមនិងជាតិទាំងមូលដូចជារូបលោកអញ្ចឹងលោកមានបទពិសោធន៍អ្វីខ្លះដែលគួរតែចែករំលែកទៅដល់យុវជនជំនាន់ក្រោយទាំងអស់ហ្នឹងបាទត្រូវចងចាំថាជីវិតគឺជាការតស៊ូហើយកើតមកជាមនុស្សត្រូវតែធ្វើអ្វីដែលលំបាកដើម្បីទទួលបានផលល្អគេថាតើតែជំនះរាល់ឧបសគ្គទើបទទួលបានសុភមង្គលពាក្យនេះសូមឲ្យយុវវ័យរបស់យើងយុវជនរបស់យើងណាក៏ដូចជាកីឡាករបច្ចុប្បន្នយល់គឺថាតើតែបំពេញការជឿចាប់ខាងផ្នែកវឹកហាត់នឹងឲ្យបានខ្លាំងទើបអាចទទួលបានលទ្ធផលនៅពេលដែលក្រោយពីការវឹកហាត់នៅក្នុងទ្រឹស្ដីមួយក្នុងផ្នែកកីឡាប្រយុទ្ធគេថាសុខចិត្តស្លាប់នៅក្នុងទីលានវឹកហាត់កុំឲ្យស្លាប់នៅលើទីលានប្រយុទ្ធជាថ្មីម្ដងទៀតសូមអរគុណលោកវត្តចម្រើនដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យបាទសូមអរគុណបាទសូមអរគុណចា៎សូមជម្រាបសួរលោកអង្ញាឡាវ៉ាន់បាទជម្រាបសួរបងអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ RFE បានជួបសម្ភាសនៅពេលនេះនៅក្នុងចំណោមពហុមុខជំនួញទឹកបរិសុទ្ធ Vital គឺជាមុខរបរដែលសំខាន់ជាងគេនាពេលបច្ចុប្បន្នហើយលោកអង្ញាឡាវ៉ាន់គឺជានាយកគ្រប់គ្រងដែលស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុន NVC Corporationក៏ប៉ុន្តែក្នុងចំណោមមុខជំនួញទាំងអស់លោកអង្ញាទទួលបានពន្លឺជោគជ័យដំបូងគឺការបើកហាងថតរូបដែលមានឈ្មោះថា Royal រូបថតនៅជំនាន់អង្គការសហប្រជាជាតិចូលមកក្នុងប្រទេសកម្ពុជាជាលើកដំបូងនៅទសវត្សរ៍ឆ្នាំ90ខ្លួនខ្ញុំផ្ទាល់តែម្ដងខ្ញុំសប្បាយចិត្តមែនទែននៅក្នុងឆាកជីវិតរបស់ខ្ញុំគឺនៅថ្ងៃដែលខ្ញុំបានបើកអាជីវកម្មហាងថតនឹងតែម្ដងដែលធ្វើឲ្យជីវិតរបស់យើងត្រជាក់ត្រជុំអាចនិយាយបានចំណូលចូលមកដោយសប្បាយហើយនៅការគិតខំប្រឹងប្រែងរបស់យើងកិច្ចព្យាយាមរបស់យើងតែប្រហែលវានឹងអំណោយផលនៅពេលថ្ងៃហ្នឹងដោយហេតុថាអង្គការសហប្រជាជាតិគាត់បានចូលរួមមកហើយគាត់បានយកដុល្លារចូលមកហើយគាត់ត្រូវការរូបយ៉ាងច្រើនមកផ្ដិតឲ្យខ្ញុំអាចនិយាយបានថាយើងផ្ដិតសឹងតែរាល់យប់តែម្ដងដើម្បីផ្គត់ផ្គង់រូបឲ្យគាត់ឲ្យទាន់សូមបង្វែរអារម្មណ៍អស់លោកអ្នកនាងងាកមកក្រោយបន្តិចឃើញថានៅតាមទីសាធារណៈនៅក្នុងបន្ទប់ធ្វើការក៏ដូចជានៅតាមសាលប្រជុំនានាគេប្រទះឃើញមានវត្តមានសម្បកដបទឹកសុទ្ធម៉ាក Vital នៅគ្រប់ទីកន្លែងមើលទៅដូចជាត្រូវបានគេនិយមច្រើនក៏ប៉ុន្តែប្រវត្តិពិតរបស់អ្នកផលិតនៅមិនទាន់បានគេស្គាល់ច្រើនគ្នានៅឡើយលោកអង្ញាតើប្រវត្តិពីកុមារភាពរបស់លោកយ៉ាងដូចម្តេចដែរបាទខ្ញុំបានកើតនៅទីរួមខេត្តបាត់ដំបងហើយនៅឆ្នាំ1973យើងបានឈានចូលនៅយុវវ័យហើយជាមួយនឹងចូលរបបខ្មែរក្រហមបន្តិចតួចដែរហើយបានឈានមកដល់ថ្ងៃនេះពេលនោះនៅកុមារភាពតើលោកអញ្ញាមានចាំបានខ្លះទេអំពីការឆ្លងកាត់របបខ្មែរក្រហមហ្នឹងបាទបាទយើងអាចចាំបានជារបៀបស្ពេចស្ពិលបន្តិចហើយខ្ញុំចាំបានច្បាស់ជាងគេនោះគឺមានថ្ងៃមួយខ្ញុំដើរទៅតាមគាត់កំពុងតែដំបងជួបបើកបបរពេញទៅដោយទឹកនោះហើយមួយទៀតនោះដែលធ្វើឲ្យខ្ញុំភ្លេចនោះគឺរៀងរាល់ថ្ងៃយើងតែហូបអគ្រប់គ្រាន់ហើយដែលធ្វើឲ្យខ្ញុំកាន់តែមិនភ្លេចមិនបានទៀតនោះគឺការដឹងគុណរបស់ឪពុកម្ដាយខ្ញុំតែម្ដងជាពិសេសគឺម្ដាយបង្កើតរបស់ខ្ញុំគាត់តែងតែព្យាយាមពិសាទឹកឲ្យបានច្រើនទុកការដើម្បីឲ្យចិញ្ចឹមកូនគឺចំណុចហ្នឹងហើយដែលធ្វើឲ្យខ្ញុំរំភើបនឹងមានដល់ថ្ងៃនេះក្រោយថ្ងៃរំដោះឆ្នាំ1979លោកអុកញ៉ាឡាវវ៉ាន់និងក្រុមគ្រួសារបានវិលត្រឡប់ពីខេត្តបាត់ដំបងមករស់នៅទីក្រុងភ្នំពេញដោយជាភ័ព្វសំណាងមិនបានបាត់បង់សាច់ឈាមបង្កើតណាម្នាក់ឡើយហើយអាយុបាន10ឆ្នាំបន្តិចបន្តួចទើបលោកអុកញ៉ាមានការចាប់ផ្ដើមការសិក្សារហូតដល់ថ្នាក់បញ្ចប់មធ្យមសិក្សាទុតិយភូមិឬថ្នាក់បាក់ឌុបឆ្លៀតឱកាសនោះលោកក៏បានរៀនបន្តជាភាសាបរទេសមានភាសាចិននិងភាសាអង់គ្លេសហើយនឹងផ្ដោតសំខាន់ទៅលើផ្នែកជំនួញដោយមិនបានបន្តការសិក្សាទៅដល់ថ្នាក់ឧត្តមសិក្សាទៀតទេនៅពេលអាយុបានជិត20ឆ្នាំលោកអុកញ៉ាឡាវ៉ាន់ក៏បានចាប់ផ្ដើមបង្កើតមុខរបរដែលមានប្រាក់ចំណូលជាបន្តបន្ទាប់ប៉ុន្តែមុននេះបន្តិចលោកក៏បានឆ្លងកាត់ជីវិតកំសត់ផងដែរដោយចាប់ផ្ដើមពីកម្មករជួយលក់ម៉ូតូជជុះឲ្យគេនៅម្ដុំឃ្លាំងរំសេវ
បាទនៅក្នុងឆ្នាំ1987ឡើងទៅនេះគឺឆាកជីវិតរបស់ខ្ញុំបានឆ្លងកាត់ទៅធ្វើជាកម្មករលក់ម៉ូតូជិះម៉ូតូដែលយើងយកមកពីប្រទេសជប៉ុនគឺតាមរយៈសង្ហបុរីមានម៉ូតូស្ទាំងម៉ូតូកថយហ្នឹងគឺយើងបានធ្វើកម្មករនៅទីហ្នឹងហើយក្រោយពីហ្នឹងមកគឺនៅឆ្នាំ90ជាងនោះគឺយើងបានផ្លាស់ប្ដូរទៅធ្វើជាអ្នកលក់បារីហើយតាមរយៈលក់បារីនេះគឺខ្ញុំបានរៀនបទពិសោធន៍មួយនោះគឺការជិះម៉ូតូគឺដឹកបារីថាចំនួន5ប៊ិចហើយការដឹកម៉ូតូនេះគឺមិនជារឿងមួយសាមញ្ញទេបើសិនជាយើងអត់ដែលធ្លាប់ដឹកក្រោយពីនឹងមកទៀតមកខ្ញុំក៏បានបង្កើតអាជីវកម្មគឺហាងថតមួយក្រោយពេលដែលខ្ញុំបានទៅធ្វើការនៅក្រុមហ៊ុនហាងថតមួយដើម្បីស្វែងយល់អំពីការងាររបស់គេក្រោយពីនឹងមកដល់ពេលចំនួនអ៊ុនតាក់តែម្ដងឆ្នាំ1993នៅពេលនោះគឺខ្ញុំបានបើកហាងថតដោយឯករាជ្យខ្លួនឯងគឺនៅពេលនោះគឺជាផុសសំណាងមែនទែនដែលអាចថាលុយដុល្លារហូរចូលស្រុកខ្មែរយើងតាមរយៈអង្គការសហប្រជាជាតិដែលធ្វើឲ្យចំណូលរបស់គ្រួសារយើងកើនល្អក្រោយមកទៀតនោះខ្ញុំក៏បានបង្កើតបន្ថែមក្រុមហ៊ុន VLK Testor ហើយដោយសារការបង្កើតនេះគឺការចូលរួមជាមួយមិត្តភ័ក្តិរបស់ខ្ញុំហើយដែលគាត់បានរៀនជាមួយគ្នាហើយការបង្កើតនេះគឺគំនិតដើមរបស់ខ្ញុំខ្លួនខ្ញុំក៏អាចប្រើប្រាស់បានគឺចិនអង់គ្លេសហើយសម្រាប់ចិនវិញអាចចេះបានពី3សញ្ជាតិរបស់វាក្នុងការបង្កើតក្រុមហ៊ុន Testor ពីដំបូងនោះអាចនិយាយបានថាការប្រឹងប្រែងទាំងអស់គ្នាតែម្ដងចំណូលធំរបស់យើងខ្ញុំកាលពីជំនាន់នោះគឺមិនមែនលើការលក់សវត្ថិបរហោះទេគឺក្នុងការវាយអត្ថបទជាភាសាខ្មែរទៅឲ្យអតិថិជនហើយនឹងការបកប្រែជាភាសាចប់ពីនឹងមកគឺបានខ្ញុំឈានទៅបើកVital រួមជាមួយនឹងភោជនីយដ្ឋានហើយនឹងអាជីវកម្មមួយចំនួនផ្សេងទៀតរហូតដល់បច្ចុប្បន្ននេះដោយសារតែលោកជាមនុស្សវាងវ័យជាងគេក្នុងចំណោមបងប្អូនបង្កើត3នាក់ដែលឪពុករបស់លោកជាអ្នកជំនួញនិងជាអ្នកនយោបាយផងនោះគឺលោកអុកញ៉ាឡាវមេងឃីនលោកអុកញ៉ាឡាវវ៉ាន់តែងតែនៅក្បែរសង្កេតនិងជួយការងារឪពុករបស់លោកកាលពីនៅទសវត្សរ៍ឆ្នាំ90កាលនោះក្រុមគ្រួសាររបស់លោកបានរកស៊ីដឹកក្រណាត់ពីកំពង់សោមមកភ្នំពេញហើយលោកក៏ជាផ្នែកមួយជួយទៅដល់ការងារនេះប្រកបដោយភាពប្រថុយប្រថានផងដែរនាសម័យនោះដោយសារតែទាហានខ្មែរក្រហមដែលនៅសេសសល់នៅបន្តលោកវាយឆ្មក់តាមផ្លូវនៅឡើយបាទពិតជាមានការលំបាកនៅពេលនោះពីព្រោះទីមួយគឺការដឹកជញ្ជូនយើងត្រូវការដឹកឲ្យគេទៅទាំងអស់គឺយើងមានតែម៉ូតូដឹកទៅឲ្យគេទៅតាមតំបន់ហើយជាពិសេសទៀតនេះយើងត្រូវឡើងអីវ៉ាន់នោះពីកំពង់សោមដែលថាតាមផ្លូវទាំងអស់នោះវាសឹងតែដាច់ខូចខាតទាំងស្រុងបាត់ហើយយើងគ្រាន់ចំណាយពេលពីភ្នំពេញទៅដល់កំពង់សោមគឺចំណាយពេលរយៈពេល1ថ្ងៃហើយត្រូវប្រឈមមុខនឹងក្របភ្លើងទៀតដោយសារចំណន់នោះគឺមានខ្មែរក្រហមលាយឡំវាពេញតាមផ្លូវតែម្ដងកាត់ស្ទាក់បាញ់ឡានតែម្ដងគឺអាចនិយាយបានថាប្រឈមមុខនឹងគ្រោះថ្នាក់ដល់យុវជីវិតទៀតនៅពេលនោះខ្ញុំសូមរំលងមកដល់បច្ចុប្បន្នភាពវិញឃើញថាលោកអុកញ៉ាបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយចំនួនក្នុងនោះក៏មានភោជនីយដ្ឋានផងដែរក៏ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍ពីមហាជននោះគឺទឹកបរិសុទ្ធ Vital លោកអុកញ៉ាតើមានចំណុចសំខាន់អ្វីខ្លះដែលធ្វើឲ្យទឹកបរិសុទ្ធ Vital របស់លោកមានទីផ្សារយ៉ាងក្រាស់ក្រែលនាពេលនេះបាទចាត់វិស័យរបស់ Vital យើងខ្ញុំនេះគឺមិនផ្អែកទៅលើប្រាក់ចំណេញសុទ្ធសាធទេគឺយើងតែងតែយកប្រាក់ចំណេញកាត់ចេញពីការលក់របស់យើងនេះចំនួន25រៀលយើងជួយដល់សកម្មភាពសង្គមហើយការសកម្មភាពសង្គមរបស់យើងនេះយើងជួយច្រើនកន្លងមកដូចជាជាក់ស្ដែងយើងបានជួយរថយន្តចំនួន2គ្រឿងជូនដល់ពុទ្ធិកសាសនាជាតិធ្វើជាអាវភ្លៀងជូនដល់ក្រុមការនយោបាយជាតិយើងដើម្បីធ្វើចរាចរណ៍សម្រួលដល់ប្រជាពលរដ្ឋយើងថ្មីនេះយើងបានចូលរួមជាមួយមជ្ឈមណ្ឌលជាតិប្រឈាមលោកអុកញ៉ាតើនេះជាអ្វីដែលលោកគួរតែមានមោទនភាពនៅក្នុងឆាកជីវិតមែនទេបាទខ្ញុំផ្ទាល់ខ្ញុំគិតថាគឺជាភាពអស្ចារ្យសម្រាប់ខ្លួនខ្ញុំឯងហើយបើថាយើងចង់និយាយថាឲ្យវាមោទនភាពធំតែម្ដងនោះទោះតាថ្ងៃសូននៃសង្ខាររបស់យើងសិនបើយើងគិតថាជាមោទនភាពដ៏ធំតែចំពោះមុខគឺខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ត្រេកអរនៅលទ្ធផលដែលខ្ញុំបានប្រឹងប្រែងដល់ថ្ងៃនេះបាទកាលពីមុននឹកស្មានថាមានថ្ងៃនេះទេជាទូទៅក្នុងបុគ្គលមនុស្សម្នាក់ៗគ្រប់រូបទាំងអស់មិនអាចមើលឃើញថ្ងៃស្អែកបានទេហើយគ្រាន់តែយើងរំពឹងថាវាប្រកាសជាមាននៅថ្ងៃស្អែកវាប្រកាសជាមាននៅថ្ងៃនេះដរាបណាយើងនៅតែព្យាយាមដូច្នេះដល់នៅពេលដែលយើងកំពុងប្រត់បានហើយយើងអត់បានថាយើងនឹងមាននៅថ្ងៃនេះទេតែគ្រាន់តែយើងជឿជាក់ថាឲ្យតែយើងព្យាយាមយើងអាចទៅរួចជាលទ្ធផលថ្ងៃនេះយើងអាចទៅរួចបានជោគជ័យទាំងអស់នេះដោយសារតែលោកមានជាប់ឈាមជ័រជាអ្នកជំនួញឬយ៉ាងដូចម្ដេចបាទ
ទីមួយគឺអាចនិយាយបានថាដោយមានឪពុកម្ដាយអ្នកមានគុណសិនគឺគាត់ជាអ្នកជំនួយហើយដែលគាត់ជំនួយនោះដល់ពេលយើងធំធាត់ឡើងយើងនៅក្នុងវិស័យជំនួយភាគច្រើនតបមកដោយមានការប្រឹងប្រែងពីខ្លួនយើងផ្ទាល់ថែមទៀតហើយក៏ដូចជាមានមិត្តភ័ក្តិមួយចំនួនដែលថាគេនិយាយសម្ញថាបើយើងដើរទៅតាមមិត្តខ្មៅវានឹងខ្មៅបើយើងដើរទៅតាមមិត្តសវានឹងសគឺធ្វើឲ្យខ្លួនយើងនេះមានការប្រឹងប្រែងនិងខំទៅតែម្ដងលោកអុកញ៉ាឡាវ៉ាន់តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកទទួលបានជោគជ័យដូចជាសពថ្ងៃនេះបាទដែលជំរុញឲ្យខ្ញុំមាននៅថ្ងៃនេះគឺទី1គឺឪពុកម្ដាយរបស់ខ្ញុំដែលគាត់បានផ្ដល់កំណើតដល់ខ្ញុំជាពិសេសឪពុកនិងម្ដាយរបស់ខ្ញុំតែម្ដងដែលគាត់ធ្វើជាគ្រូបង្រៀនគាត់តែងតែអប់រំកូនឲ្យខំរៀននិងខំធ្វើការហើយកត្តាទី2គឺកត្តាបរិយាកាសអាចនិយាយបានទៅដល់ថាសង្គមតែម្ដងគឺអំណោយផលត្រង់ថាបច្ចុប្បន្ននេះយើងមានប្រមុខរដ្ឋាភិបាលដឹកនាំដែលអាចធ្វើឲ្យយើងមានឱកាសទៅបង្កើតអាជីវកម្មតទៅទៀតបានកត្តាទី3នេះគឺកត្តាប្រឹងប្រែងព្យាយាមមានអ្នកគ្រប់ឧបសគ្គទាំងអស់របស់ខ្លួនឯងជាចុងក្រោយនេះតើលោកអុកញ៉ាមានអ្វីផ្ដាំផ្ញើទៅដល់យុវជនជំនាន់ក្រោយទេថាតើគួរគប្បីធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិតមនុស្សម្នាក់បាទសូមយុវជនទាំងអស់ជៀសវាងអាខានតែបានចំពោះការប្រើប្រាស់គ្រឿងញៀនព្រោះគ្រឿងញៀននេះធ្វើឲ្យគ្រួសាររបស់អ្នកបាត់បង់ទាំងស្រុងតែម្ដងសូមឲ្យបងប្អូនចាប់ផ្ដើមពីឥឡូវទៅដើម្បីជោគជ័យខ្លួនឯងនៅថ្ងៃអនាគតបើមិនជាយើងមិនទាន់ធ្វើថ្ងៃនេះទេយើងមិនអាចមើលឃើញថាថ្ងៃអនាគតវារីកចម្រើនរបៀបណាទេសូមគម្រោងចាំពេលវេលាអត់ដែលរងចាំយើងទេសូមចាប់ផ្ដើមពីថ្ងៃនេះឱកាសវានឹងមាននៅពេលណាដែលយើងកំពុងតែធ្វើចំពោះមុខសូមព្យាយាមរៀនសូត្រឲ្យបានច្រើនចំណេះដឹងនឹងហើយដែលបង្កើតឲ្យចំណេះធ្វើយើងមកថែមតាមក្រោយជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកអុកញ៉ាឡាវ៉ាន់ដែលបានអនុញ្ញាតឲ្យរូបខ្ញុំជាអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFE បានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យសូមជម្រាបអស់លោកអ្នកនាងស្ដាប់វិទ្យុបារាំងអន្តរជាតិថាលោកអុកញ៉ាឡាវ៉ាន់គឺជានាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Vital ដ៏មានឈ្មោះបោះសម្លេងសូមអរគុណបាទ